ខ្ញុំមានប្រសាសន៍របស់លោក ម៉ែន ណាត ដែលជាអ្នកឃ្លាំមើលសង្គមនៅឯប្រទេសន័រវេសលោកសរសេរអញ្ចេះលោក ហ៊ុន សែន នៅថ្ងៃទី24 ខែឧសភា និយាយលាងខ្លួន ថាកម្ពុជាកំពុងខូចមុខមាត់ដោយក្រុមអក្រិតជនឆបោកអនឡាញដែលចាំបាច់ត្រូវបោះសម្អាត ចុះគិតយ៉ាងណាចំពោះអុកញ៉ាបោកដូចលីយ៉ុងផាត់កុកអានហ៊ុនតូជាដើមនោះនេះជាសំណួររបស់លោក ម៉ែន ណាត ទេហើយខ្ញុំនឹងនិយាយរឿងនេះបន្តិចដែរអ្នកនយោបាយកម្ពុជាបកកែនយោបាយប្រជាពិធណាស់បងប្អូនអញ្ចឹងឃើញឥឡូវដូចខ្ញុំនិយាយរឿងសន្តិសុខដែលយាមគ្រឿងអលង្ការអញ្ចឹងបាត់កង់បើរាយការប្រាប់គេគឺគេដកគាត់ឡើងឲ្យធ្វើការប៉ុន្តែគាត់ធ្លួយទៅរាយការប្រាប់គេឲ្យដូចជារឿងអស់សំណើចអញ្ចឹងឥឡូវលោកហ៊ុនសែនជាមេដឹកនាំប្រទេសបើថាឥឡូវអត់គាត់ចោះតាមពិតគាត់គឺជាមេដឹកនាំសប្ងៃលោកហ៊ុនសែនជានាយករដ្ឋមន្ត្រីកម្ពុជាដូចខ្ញុំគ្មានមន្ទិលទេលោកហ៊ុនម៉ាណែតគ្រាន់តែជាអាយ៉ងទេក៏ប៉ុន្តែឥឡូវបើលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីចោះតើអ្នកណាទទួលខុសត្រូវចំពោះរឿងនេះរឿងព្រំដែនយើងបើកឲ្យគេចូលមកអត់មានប៉ាសពតរាប់ម៉ឺននាក់យើងការពារអត់បានផងតើយើងការពារដែនអធិបតេយ្យយើងកុំឲ្យថៃរំលោភឈ្លានពានយ៉ាងដូចម្ដេចទៅចង់បើខ្ញុំនិយាយថាគាត់និយាយមកខ្ញុំព្រឺសបល់ភ្លាមណាខ្ញុំដឹងថាលោកហ៊ុនសែនគាត់គ្មានជំរឿសអីដើម្បីសុំសមានចិត្តពីប្រជាពលរដ្ឋឲ្យយល់ថាកម្ពុជាជាជនរងគ្រោះទេមិនមែនជាអ្នកប្រព្រឹត្តទេយើងកំពុងតែជាជនរងគ្រោះប៉ុន្តែក្នុងពេលជាមួយគ្នានេះគឺកំបិតចិត្តដងឯងរបស់លោកហ៊ុនសែនតើអ្នកណាជាអ្នកដឹកនាំប្រទេសសប្ងៃតើអ្នកណាជាអ្នកគ្រប់គ្រងកយតើអ្នកណាជាអ្នកគ្រប់គ្រងអន្តោប្រវេសន៍ក្រែងរដ្ឋាភិបាលដែលដឹកនាំដោយលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតហើយអ្នកណាផ្សេងចោះក្រុមបពប្រឆាំងមែនដែលបើកដៃឲ្យពួកទាំងអស់នោះចូលមកអត់មានចឹងបានថាកម្មរបស់លោកហ៊ុនសែននិងគណៈបកប្រជាជនកម្ពុជាគឺរឿងមិនអាចទម្លាក់កំហុសនឹងទៅបពប្រឆាំងបានដោយសារអីរំលាយគេចោលអស់បើទុកក្រុមនេះឲ្យបានត្រឹមថា45កៅអីចោះឧទាហរណ៍សំទោស40ថានៅឲ្យសល់55កៅអីនឹងចោះហើយពួកគាត់68កៅអីដូចពីមុនអញ្ចឹងវាបដំប្រសងគ្នាចាប់ផ្ដើមអាចច្អល់ទៅពួកប្រឆាំងបានដែរព្រោះច្បាស់ណាស់ទាំងមានកោតាគណៈបកប្រឆាំងនៅតាមឃុំសង្កាត់តាមស្អីតំបន់ជាយដែនអីនឹងមកកណកដឹកអីមិនបបន្ទោសអីទៅរដ្ឋាភិបាលម្នាក់ឯងចុះខ្លួនឯងក្រែងកាន់ការក្នុងរដ្ឋាភិបាលដែរនេះអានឹងអាចបន្ទោសបកប្រឆាំងបានបើសិនជាបកប្រឆាំងនៅឃើញល្អហ៎នៅពេលដែលមានបកប្រឆាំងនៅយ៉ាងហោចណាស់ក៏អាចជួយស្ដីបន្ទោសបកប្រឆាំងកុំឲ្យធ្ងន់ម្នាក់ឯងដែរតែឥឡូវម្នាក់ឯងសុតសាតព្រោះអីកាទៀវមកតុកតាមុកចាញ់លុយម្នាក់ឯងហើយព្រោះតែមកខ្លួនឯងហ្នឹងចង់ហូបតែម្នាក់ឯងហ្នឹងតាំងពីដើមមកអ្នកណាផ្សេងធាក់គេដួលអស់ហើយដូច្នេះតាមុកចាញ់លុយទៅហើយតែឥឡូវតាមុកអត់ចាញ់លុយម្នាក់ឯងទេគឺគាត់បបួលឲ្យអ្នកចាញ់លុយនិយាយរឿងតាមុកចាញ់លុយម្នាក់ឯងហ្នឹងខ្ញុំសូមអរគុណបងប្អូនយើងតាមបណ្ដាញសង្គម Facebook ដែលជួយណែនាំខ្ញុំពូកាលមុនហ្នឹងខ្ញុំនិយាយឃ្លាមួយតាក់តងឬលើសុភាសិតរបស់តាមុកណាខ្ញុំថាលើមួកលើលើមុកមានមួកលើមួកមានមេឃហើយខ្ញុំពន្យល់ថាតាមុកចង់និយាយថាគ្មានអ្នកណាមានអំណាចខ្លាំងជាងតាមុកទេតាមពិតខ្ញុំឆ្លោះធ្លួយកន្លែងមួយខ្ញុំនិយាយមិនអស់សេចក្តីហើយខ្ញុំអរគុណបងប្អូនយើងដែលជួយផ្ដល់យោបល់មកខ្ញុំទើបតែនឹងនឹកឃើញថាខ្ញុំនិយាយត្រូវមួយជ្រុងតែខុសមួយជ្រុងទៀតអត់មានខុសរឿងព្រឹត្តិការណ៍ទេខុសរឿងការពន្យល់អត្តន័យនៃពាក្យថាលើមុកមានមួកលើមួកមានមេឃកាលហ្នឹងពេលដែលគេចាប់តាមុកគឺតាមុកគាត់ប្រាប់ថាចាប់គាត់អត់បានទេណាអត់មានឲ្យចាប់អីចឹងទៅកាលហ្នឹងគាត់គាត់តតាំងខ្លាំងមែនតើព្រោះគាត់គិតថាគាត់មានអំណាចមហិមាបានន័យថាលើមុកមានមួកលើមួកមានមេឃបានន័យថាគ្មានអំណាចណាធំលើនឹងទៀតដែលមកអាចចាប់គាត់មកដាក់ឃុំឃាំងគាត់អីបានស្រេចចិត្តទេគាត់តដៃតអីចឹងក្នុងន័យអញ្ចឹងក៏ប៉ុន្តែក្នុងន័យមួយទៀតគឺលើមុកមានមួកលើមួកមានមេឃហ្នឹងគឺតាមុកក៏គាត់សំដៅថាកាទៀវមកតុកហេតុអីបានតាមុកចេញលុយតែម្នាក់ឯងគាត់ចង់និយាយថាមេដឹកនាំខ្មែរក្រហមនៅលើមួកលើមុកមានមួកលើមួកក៏មានមេឃបានមានអីធំជាងហ្នឹងទៀតទៅចាប់គេផងអញ្ចឹងខ្ញុំអរគុណដើម្បីឲ្យបងប្អូនបានយល់រឿងនេះខ្ញុំក៏ស្រាយចម្ងល់រឿងនេះឥឡូវវិលមករឿងការសាររបស់ថ្នាក់ដឹកនាំកម្ពុជាដែលប្រាប់ថាខ្លួនជាជនរងគ្រោះតែខ្លួនជាអ្នកកាន់ប្រទេសឥឡូវលោកម៉ែនណាតគាត់សួរថាយើងទៅបន្ទោសពួកឆបោកអនឡាញរឿងពីរដែលកម្ពុជាកំបិតចិត្តដងឯងទី1
យើងបង្ហាញអំពីការគ្រប់គ្រងប្រទេសបែបធូររលុងបងប្អូនណានេះគឺជាអំពើគ្រោះថ្នាក់ដល់ជាតិមែនតើសន្តិសុខសង្គមសន្តិសុខជាតិសន្តិសុខមាតុភូមិជនបរទេសរាប់ម៉ឺននាក់ចូលមកក្នុងប្រទេសកម្ពុជាដោយអត់លិខិតឆ្លងដែនកុំថារាប់ម៉ឺននាក់សូម្បីតែម្នាក់ក៏អាចនឹងមានផលប៉ះពាល់ចុះបើគេមកធ្វើវិធានសនាឬអបគមឬក៏ធ្វើឃាតមេដឹកនាំរបស់យើងដោយសារតែពួកអស់នឹងចូលមកបានស្រេចចិត្តតើវានឹងប៉ះពាល់ដល់ស្ថិរភាពនយោបាយកម្ពុជាប៉ុណ្ណាទៅតើវាប៉ះពាល់ដល់សន្តិសុខជាតិយើងប៉ុណ្ណាទៅរឿងនេះគ្រោះថ្នាក់ដល់ជាតិធំណាស់ដែលលោកហ៊ុនសែនហ៊ាននិយាយយ៉ាងរំភើយមនុស្សរាប់ម៉ឺនអ្នកចូលមកក្នុងស្រុកខ្មែរអត់មានប៉ាសពតចូលបានតើស្អីទៅតើគ្រប់គ្រងព្រំដែនខ្មែរយើងយ៉ាងដូចម្ដេចហើយយើងឲ្យគេចូលមកដូចទឹកបាក់ទំនប់ហើយឥឡូវគាត់និយាយហ្នឹងគាត់ស្មានតែរួចខ្លួនត្រង់ន័យថាពួកអស់ហ្នឹងចូលមកច្រើនអញ្ចឹងវាធ្វើឲ្យមានបញ្ហាយើងអត់ដឹងអីហងយើងជាជនរងគ្រោះហ្នឹងពួកអស់ហ្នឹងវាលួចរត់ចូលមកបានចឹងបានន័យថាថៃវាបើកព្រំដែនឲ្យចូលមកព្រោះបើមិនចូលតាមថៃចូលតាមណានេះទៅរករឿងថៃទៀតខ្ញុំណាថៃខ្ញុំថាត្រោកកោលទោសថៃកុំឲ្យប្រដាក់មាត់ឲ្យសោះថៃឈ្លានពានកម្ពុជាថៃត្រូវតែបកគលទឹកដីថៃដែលដីខ្មែរដែលថៃទន្ទ្រានឈ្លានពានបានយកមកឲ្យខ្មែរវិញអត់មានបាត់1មីលីម៉ែត្រណាខ្ញុំនៅតែកោលទោសថៃគ្មានទីបញ្ចប់ទេដល់រាបណាខ្ញុំនៅមានដង្ហើមអត់មានប្រដាក់មាត់ទេថៃត្រូវតែទទួលខុសត្រូវចំពោះការសម្លាប់ទាហានខ្មែរចំពោះការសម្លាប់ជនស៊ីវិលខ្មែរចំពោះការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាសពបែបយ៉ាងចំពោះការបិទព្រំដែននិងចំពោះការដែលយកដីខ្មែរទាំង60កន្លែងជាងថៃត្រូវតែទទួលខុសត្រូវលើឆាកអន្តរជាតិមុខតុលាការព្រំដែនអន្តរជាតិមុខតុលាការយុត្តិធម៌អន្តរជាតិអត់មានប្រដាក់មាត់ទេមួនរិទ្ធនឹងថ្កោលទោសថៃដល់ទីបញ្ចប់ក៏ប៉ុន្តែនៅពេលដែលយើងចោទថាថៃជាអ្នកបញ្ជូនជនឆបោកមកចូលក្នុងស្រុកខ្មែរយ៉ាងប្រសាចខ្ញុំជឿថានេះគឺជាសម្ដីខ្វះការទទួលខុសត្រូវគឺរុស្ស៊ីបើការវាយប្រហារទ្រង់ទ្រាយធំលើរដ្ឋធានីអ៊ុយក្រែនរុស្ស៊ីហ្នឹងគឺអើយវាយអ៊ុយក្រែនមិនឈ្នះកន្លែងតំបន់ដនបាសហ្នឹងគឺទៅអង្គលកើមដូចខ្យល់អញ្ចឹងទៅមុខអត់រួចទេអ៊ីរ៉ង់អ៊ុយក្រែនទម្លាក់គ្រាប់ទៅវិញរហូតម៉ានថ្ងៃនេះអ៊ុយក្រែនទម្លាក់គ្រាប់រហូតទៅដល់ជ្រៅជិតដល់ទីក្រុងណែដល់វិមានកម្លាំងរបស់រុស្ស៊ីនោះដល់រដ្ឋធានីរុស្ស៊ីណាពលានយន្តហោះមួយធំហ្នឹងណាដើម្បីពមៀនរុស្ស៊ីស្រាប់តែថ្ងៃនេះយប់ម្សិលគឺយប់ថ្ងៃសៅរ៍ដាក់ឯងមកក្តាំងធំហ្មងរុស្ស៊ីលេងហ្មងគឺមានកំភ្លើងដែលបាញ់មកគឺមានមីស៊ីល55គ្រាប់មីស៊ីល drone 549 drone មកទម្លាក់គ្រាប់ហើយអាមីស៊ីល55មីស៊ីលហ្នឹងគឺជាមីស៊ីលលឿនជាងល្បឿន10ដងលឿនជាងសំឡេងល្បឿនលឿនជាងសំឡេង10ដងដែលអ៊ុយក្រែនថាចាប់អត់បានចាប់បានតែ drone ទេ drone ចាប់បានទាំងអស់គឺតាមពិត sorry មីស៊ីលរបស់អ៊ីរ៉ង់របស់អ៊ុយក្រែនបាញ់ទៅគឺ90គ្រាប់អ៊ីរ៉ង់និយាយរឿងអ៊ីរ៉ង់រុស្ស៊ីបាញ់មីស៊ីល90គ្រាប់អ៊ុយក្រែនចាប់បាន55គ្រាប់អញ្ចឹងនៅសល់35គ្រាប់ទៀតគឺធ្លាក់ប៉ះចំស្លាប់មនុស្សខ្ទេចខ្ទីអាគារនៅទីក្រុងគៀវនឹងមួយកណោហើយតែ drone វិញគឺចាប់បានដល់ទៅ400សម្រាប់549គ្រឿងក្នុងចំណោម600គ្រឿងអញ្ចឹងបានន័យថាបាញ់ធ្លាក់អត់ធ្លាក់តែ41គ្រឿងទេសំចុះ51គ្រឿងទេបាញ់ធ្លាក់ជាង99%ច្រើនមែនតើអញ្ចឹងខ្លាំងដែរបាទតែយ៉ាងណាគឺទីតាំងដែលរុស្ស៊ីវាយប្រហារយប់មិញយប់ថ្ងៃសៅរ៍ហ្នឹងគឺ50ទីតាំងហើយលោកសេលិនស្គីក៏ថាភ័ព្វវាសនារបស់ពូទីនហ្នឹងគឺមិនផុតពីអ៊ុយក្រែនវាយតបទៅវិញដែលមិនប្រដាក់ដៃដែរព្រោះអីអ៊ុយក្រែនថានឹងមិនចោះញោមឬក៏សញ្ញេឲ្យអ៊ុយក្រែនឲ្យរុស្ស៊ីទៅនៅកន្លែងណាកន្លែងហ្នឹងដាច់ខាតបាទនេះគឺជាសាររបស់របស់ Vladimir សំទោស Zelensky ហើយសហគមន៍អន្តរជាតិគេកោតទោសរុស្ស៊ីគ្រប់គ្នាយើងរុស្ស៊ីអ៊ុយក្រែនហ្នឹងគាត់មានភ័ព្វវាសនារឿងសហគមន៍អន្តរជាតិគេជួយឈឺឆ្អាលណាទោះឲ្យវាយទៀតតែប៉ុន្តែគេជួយកំភ្លើងតែនៅខ្មែរយើងពេលឆ្លោះគ្នាមួយថៃអត់មានសហគមន៍អន្តរជាតិណានៅខាងខ្មែរមួយសោះបាទឥឡូវព័ត៌មានចុងក្រោយគឺរឿងមេដឹកនាំរុស្ស៊ីលោក Vladimir Putin នេះកាន់តែឯកោសូម្បីតែក្នុងចំណោមជួរបករបស់ខ្លួនថ្ងៃនេះ
គឺសារព័ត៌មានល្បីដូចជា The Guardian ឬក៏សារព័ត៌មានអន្តរជាតិផ្សេងៗទៀតហ្នឹងគេយកមកចុះផ្សាយអំពីការស្ទង់មតិក្នុងចំណោមជួរថ្នាក់ដឹកនាំរបស់រុស្ស៊ីដែលជារបបផ្ដាច់ការកុម្មុយនីសនេះណាគឺថាមនុស្សនៅក្បែរលោក Vladimir Putin ចាប់ផ្ដើមអឺផ្ដាច់ខ្លួនចេញពីលោក Putin ធ្វើឲ្យគាត់ឯកោហើយអញ្ចឹងគាត់ចាប់ផ្ដើមមនុស្សនៅក្នុងជួរបកក៏លែងរាប់រកគាត់ច្រើនដែរដោយសារអីដោយសារតែអានយោបាយធ្វើសង្គ្រាមមួយអ៊ុយក្រែនហើយឥឡូវទាហានរុស្ស៊ីក៏ស្លាប់ច្រើនសេដ្ឋកិច្ចក៏ធ្លាក់ចុះហើយសហគមន៍អន្តរជាតិក៏ថ្កោលទោសអញ្ចឹងប្រជាប្រិយរបស់លោក Vladimir Putin ហ្នឹងគឺបាក់មុខមែនតើហើយដោយសារតែក្នុងន័យនេះគឺប្រហែលជាប្រហែលខែដែលគាត់លាក់ខ្លួននៅតែក្នុងផ្ទះទេណាលោកពូទីនហ្នឹងក៏អត់ចេញទេទៅចេញថ្មីនេះទៅយកកម្រងផ្កាទៅជូនមិត្តភ័ក្តិសម័យឬក៏គ្រូបរិញ្ញាគាត់ដែលរៀនយូរឆ្នាំហើយដើម្បីគាត់ឲ្យឃើញថាគាត់រវល់ប៉ុន្តែគាត់ខ្លាចជាមនុស្សឯកោហើយដោយសារតែផ្ទៃក្នុងរបស់គាត់ក៏បែកបាក់ត្រង់ន័យថាសង្គ្រាមជាមួយអ៊ុយក្រែនយូរទៅរុស្ស៊ីកាន់តែរិចទៅអ៊ុយក្រែនក៏គេកាន់តែផលិតជ្រួចឬក៏កាភ្លើងធំឬក៏ drone យកមកបាញ់តបរុស្ស៊ីកាន់តែជ្រៅទៅហើយសហគមន៍អន្តរជាតិគេអបអរអ៊ុយក្រែនទម្លាក់គ្រាប់ក្នុងប្រទេសរុស្ស៊ីទៀតព្រោះអីរុស្ស៊ីហ្នឹងគឺទៅឈ្លានពានគេដែរឥឡូវគឺបានន័យថារុស្ស៊ីកំពុងតែឈានដល់ដំណាក់កាលកាន់តែលំបាកលំបិនខ្លាំងដែរហើយនេះគឺជាភ័ព្វវាសនារបស់អ៊ុយក្រែនដែរដែលនៅរឹងហើយក៏បានសហគមន៍អន្តរជាតិជួយអ៊ុយក្រែនដែលធ្វើឲ្យដីដែលរុស្ស៊ីវាយបានតិចទៀតគឺចង់រុស្ស៊ីគ្មានជំរឿសអ្វីក្រៅពីដកទ័ពថយត្រឡប់ទៅប្រទេសរុស្ស៊ីវិញហើយនឹងទុកដីឲ្យអ៊ុយក្រែនហើយស្លាប់ខ្មោចរុស្ស៊ីចោលពេញប្រទេសអ៊ុយក្រែនទៀតហើយអាម៉ាស់មុខលើឆាកអន្តរជាតិហើយពូទីននឹងប្រហែលជាត្រូវធ្លាក់ឆ្នោតទៀតបាទនេះហើយគឺជាគេហៅអ្នកសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាប៉ុន្តែអាព្យុះសង្គ្រានឹងវាបោកបក់ជួយធ្វើឲ្យកំទេចរុស្ស៊ីជួយអ៊ុយក្រែនប៉ុន្តែវាអត់ព្រមជួយបោកបក់កំទេចថៃដើម្បីជួយខ្មែរសោះតែអានឹងដោយសារអីដោយសារផលបុណ្យរបស់ខ្មែរយើងប្រហែលជាវាមិនដល់នៅអ្វីដែលយើងប្រព្រឹត្តអាក្រក់សម្រាប់គ្នាឯងហ្នឹងក៏តែមិនដឹងបានជាយើងត្រូវបណ្ដាសាហ្នឹងបាទអញ្ចឹងសូមលើកទឹកចិត្តឲ្យខ្មែរយើងធ្វើបុណ្យឲ្យបានច្រើនជាងហ្នឹងដោះលែងអ្នកទោសមនសិការឲ្យអស់ដោះលែងលោកកម្មសខាស្អែកមិនបាច់ចាំថ្ងៃខាន់ស្អែកឬអីអាទិត្យក្រោយឬក៏ខែក្រោយឆ្នាំក្រោយឯងដែលអត់លក្ខខណ្ឌដើម្បីឲ្យគាត់បានទៅមើលម្ដាយឲ្យបានឆាប់បំផុតព្រោះនេះគឺជាអំពើបុណ្យកុសលមួយធំណាស់បើអស់លោកធ្វើគឺអស់លោកដូចធ្វើបុណ្យកឋិន7វត្តអញ្ចឹងហើយនឹងស្ដារមុខមាត់ឬក៏ឲ្យប្រជាពលរដ្ឋកុំឲ្យឈឺចាប់នឹងការដឹកនាំខុសឆ្គងរបស់រដ្ឋាភិបាលច្រើនពេកបាទខ្ញុំព្រឺសបលខ្ញុំមានរឿងពីរដែលខ្ញុំនិយាយប្រាប់បងប្អូនក្រៅពី The Sky the Limit ហ្នឹងដើម្បីឲ្យបងប្អូនយល់ជាកតិហើយខ្ញុំថាលោកហ៊ុនសែនជួនកាលសម្ដែងពីភាពស្មោះត្រង់របស់គាត់មួយដែរថាអ្នកខាងក្រោមក្បត់គាត់ណាមន្ត្រីគាត់ក្បត់គាត់វាអាចជាការពិតមួយក្នុងជ្រុងមួយគាត់ចង់និយាយថាមន្ត្រីហ្នឹងគឺក្បត់មេអត់អនុវត្តតាមអ្វីដែលមេចង់បានទេគឺរាយការណ៍យកតែបងរួចទៅម៉ាយកតែសងទម្លាក់កំហុសមកលើថ្នាក់លើអាថ្នាក់ក្រោមស៊ីបែកពោះហើយឥឡូវដល់ពេលរឿងតាក់តងនឹងរឿងនេះគឺទៅជាបន្ទោសថ្នាក់ដឹកនាំខ្ញុំមានរឿងពីរដែលខ្ញុំចង់ពន្យល់តែខ្ញុំថាអាណិតលោកហ៊ុនសែនហើយក្នុងពេលជាមួយគ្នាហ្នឹងក៏ឆ្ងល់អំពីភាពដឹកនាំរបស់គាត់ដែរខ្ញុំព្រឺសបល់ដោយសារអញ្ចេះឧទាហរណ៍ថាយើងជាម្ចាស់ទ្រព្យមានបើកហាងមួយចោះថាលក់គ្រឿងអលង្ការហើយដើម្បីការពារសន្តិសុខហាងយើងណាហាងគ្រឿងអលង្ការយើងនេះយើងទៅជួលក្រុមហ៊ុនសន្តិសុខដើម្បីឲ្យគេមកដេកយាមឬក៏អង្គុយយាមមានកាភ្លើងមានអីអញ្ចឹងទៅដើម្បីការពារខ្លាចគេមកលួចទ្រព្យគ្រឿងអលង្ការរបស់យើងហើយយើងត្រូវបង់លុយឲ្យក្រុមហ៊ុនសន្តិសុខឬក៏ត្រូវបង់លុយឲ្យជួលសន្តិសុខដែលមកប្រចាំការជាការពិតសន្តិសុខត្រូវការដែលលះបង់ជីវិតឬក៏សុវត្ថិភាពផ្ទាល់ខ្លួនលក្ខណៈដើម្បីមកការពារទ្រព្យព្រោះអានឹងជាការងាររបស់គាត់បានប្រាក់ខែពីម្ចាស់ហាងដែលជួលក្រុមហ៊ុនសន្តិសុខឲ្យមកយាមកាមការពារទ្រព្យឲ្យលោកហ៊ុនសែនសប្ងៃដូចសន្តិសុខម្នាក់ដែលខ្ញុំនិយាយមិញអញ្ចឹងខ្ញុំតម្លាក់ឲ្យទៀបតិចចោះប៉ុន្តែខ្ញុំឲ្យបងប្អូនស្រួលយល់អញ្ចឹងប្រជាពលរដ្ឋខ្មែរគឺជាហាងគ្រឿងអលង្ការទាំងអស់នេះយើងមិនមានដល់ប៉ុណ្្នឹងឯងគ្រាន់ជាឧទាហរណ៍ទេបើយើងខ្មែរឯណាទៅជាម្ចាស់គ្រឿងអលង្ការរកតាបាយហូប3ពេលមកឲ្យត្រង់មាត់បានហ្នឹងតែគ្រាន់តែខ្ញុំឲ្យឧទាហរណ៍យល់គឺយើងជាម្ចាស់យើងជួលលុយទៅឲ្យក្រុមហ៊ុនសន្តិសុខមកការពារទ្រព្យរបស់យើងហើយគាត់ក៏មកអញ្ចឹងទៅក៏ប៉ុន្តែថ្ងៃមួយសន្តិសុខនឹងគ្នាជិះកង់មកយាម
តូបដែលឬក៏ហាងលក់គ្រឿងអលង្ការហ្នឹងណានៅយប់នោះចៅលួចកង់គាត់បាត់ចៅលួចកង់សន្តិសុខដែលយាមហាងគ្រឿងអលង្ការហ្នឹងបាត់ហើយគាត់ចាប់ផ្ដើមមានរឿងប៉ុន្តែសន្តិសុខនេះខុសពីលោកហ៊ុនសែនត្រង់កន្លែងនេះគាត់ពិបាកចិត្តមែនតើហើយនេះជាប្រស្នាសម្រាប់បងប្អូនទៀតនៅក្នុងរឿងដែលខ្ញុំលើកឡើងប្រឌិតដើម្បីបង្កើតឲ្យមានជាឧទាហរណ៍ស្រួលយល់គាត់គាត់បាត់កង់ព្រលឹមឡើងគាត់ឆោឡោតែម្នាក់ឯងប៉ុន្តែគាត់ប្រឈមរឿងពីរដែលមិនក្លាហានគ្រប់គ្រាន់ដូចលោកហ៊ុនសែនទេរឿងទី1រឿង2ហ្នឹងគឺតើគាត់ត្រូវរាយការណ៍ប្រាប់ក្រុមហ៊ុនហើយគាត់រាយការណ៍ប្រាប់ម្ចាស់ហាងដើម្បីសុំសមានចិត្តទិញកង់ឲ្យគាត់មួយបានជិះបានវិញដែរឬទេព្រោះអីកង់វាបាត់កង់ហ្នឹងថ្លៃមិនជាថ្លៃប្រមាណទេប៉ុន្តែប្រាក់ខែគាត់ហ្នឹងគឺបើទិញកង់ហ្នឹងគឺអស់បាត់ហើយមួយខែហ្នឹងចង់អស់ចឹងនិយាយទៅខ្វះអញ្ចឹងតើវាដូចថាជាទ្របគាត់ចិន្តារបស់គាត់ហើយត្រូវជាមធ្យោបាយធ្វើដំណើរជិះមកយាមនៅកន្លែងហ្នឹងទៀតហើយបើបាត់បែបនេះតើគាត់អាចរាយការណ៍ទៅសន្តិសុខប្រធានសន្តិសុខឬក៏ម្ចាស់ហាងហ្នឹងទាំងពីរហ្នឹងដើម្បីបានកង់មកវិញឬក៏ដើម្បីរាយការណ៍ពីព្រឹត្តិការណ៍កើតឡើងហ្នឹងតើហ៊ានទៅរួចអត់រឿងនេះគឺជារឿងស្មុគស្មាញមែនតើរឿងដែលឲ្យអ្នកដែលយាមហាងគេឲ្យបាត់កង់ជាសន្តិសុខនេះគឺជាសំណួរដែលជា logic ជាហេតុផលតើបងប្អូនគិតថាសន្តិសុខអាចទៅរាយការណ៍ប្រាប់គេថាបាត់កង់កើតទេឬក៏បាត់ចោលតែម្ដងទៅកុំនិយាយអីសោះវាធ្វើគ្រោះដោយសារអញ្ចេះទី1ពេលដែលសន្តិសុខមកយាមគឺគេរំពឹងថាសន្តិសុខនេះនឹងជួយការពារសុវត្ថិភាពហាងគ្រឿងអលង្ការនេះគេអត់ខ្វល់ថាយើងការពារសន្តិសុខកង់របស់យើងទេអាហ្នឹងទី1ទី2ភារកិច្ចទទួលខុសត្រូវរបស់សន្តិសុខគឺយាមមួយយប់ទៅភ្លឺអត់ដេកទេនេះជាការទទួលខុសត្រូវរបស់សន្តិសុខទី2យើងសួរថាតើសន្តិសុខអាចទៅរាយការណ៍អីប្រាប់អ្នកទាំងអស់គ្នានឹងដើម្បីបានសមានចិត្តគេប្រាប់យើងថាអូយអាណិតគាត់គាត់ក្រគាត់ខ្វះខាតអីអញ្ចឹងហើយណាមួយគាត់មកសម្រានលក់ធ្វើម៉េចបើចោលវាលួចតើបងប្អូនសាកគិតទៅមើលរឿងនេះដូចរឿងកំ pl ែងអញ្ចឹងណាបងប្អូនដូចរឿងកំ pl ែងអញ្ចឹងដែលសន្តិសុខតើគួរប្រាប់គេឬក៏មិនគួរប្រាប់គេរឿងបើសិនជាសន្តិសុខនេះទៅប្រាប់មេអាចមេដេញចោលបើប្រាប់ទៅម្ចាស់ហាងដើម្បីសុំឲ្យជួយលុយដើម្បីបានកង់ជិះវិញអាចម្ចាស់ហាងក៏គេលែងជួលឲ្យមកទៀតដែរព្រោះអីមកដេកលក់ហើយទៅអត់មើលកង់ខ្លួនឯងអានឹងធ្វើគ្រោះណាស់អញ្ចឹងនៅក្នុងសាច់រឿងកំ pl ែងនេះគឺគេធ្វើសមត្ថកម្មថាសន្តិសុខហ្នឹងមករាយការណ៍ប្រាប់ម្ចាស់ហាងសុំអង្វរប្រាប់ថាឲ្យជួយគាត់ផងគឺជួយទិញកង់ឲ្យគាត់ផងគាត់យប់មិញមកយាមគ្រឿងអលង្ការចោលលួចកង់បាត់ទៅហើយគាត់សង្ឃឹមថាម្ចាស់ហាងនឹងសន្តោសប្រោះប្រណីជារឿងកំ pl ែងទេបងប្អូនឃើញទេនៅពេលដែលយើងមកយាមហាងគ្រឿងអលង្ការឲ្យគេជិះកង់មកអាគេមិនឲ្យដេកសោះយើងដេកលក់មកយប់ទឹកភ្លឺរួចទៅដល់ពេលឲ្យបាត់កង់ខ្លួនឯងទៀតហើយយើងទៅយាមគ្រឿងអលង្ការគេយ៉ាងម៉េចដែលគេជួលយើងឲ្យមកយាមគ្រឿងអលង្ការហើយកង់ខ្លួនឯងនឹងយើងយាមការពារអត់បានហើយស្រាប់តែភ្ញាក់ឡើងយើងចោទសួរគេថាអាណាលួចកង់ឆ្ងល់មែនតើអាណាហ៊ានលួចកង់តែយើងដេកលក់បាត់ហើយហ្នឹងទី1ទី2យើងអត់ទទួលខុសត្រូវចំពោះភារកិច្ចនៅក្នុងការយាមឃ្លាំងគ្រឿងអលង្ការគេផងដូច្នេះរឿងនេះណាគេចាត់ទុកថាជារឿងកំ pl ែងនៅពេលដែលកងសន្តិសុខហ្នឹងទៅប្រាប់ម្ចាស់ហាងសុំថាឲ្យជួយទិញកង់ឲ្យគាត់វិញទីបំផុតក្រុមហ៊ុនក៏គេលែងទុកចិត្តសន្តិសុខក៏ត្រូវគេបណ្ដេញឈប់អាកង់ក៏អត់បានហើយខ្លាយទៅជាប្រធានបទជជែកគ្នាអញ្ចឹងនៅក្នុងកំហុសឆ្គងរបស់សន្តិសុខនៅក្នុងទីនេះគឺគាត់ខុសអីបងប្អូនទី1គឺគាត់ខុសអំពីការធ្វើប្រហែសមិនទទួលខុសត្រូវពេលគេឲ្យមកយាមយើងដេកទី2គឺយើងបាត់បង់សេចក្តីទុកចិត្តជំនឿរបស់ម្ចាស់ហាងដែលឲ្យយើងមកយាមការពារទ្រព្យគេទ្រព្យខ្លួនឯងកង់មួយយើងការពារអត់បានផងតើយើងទៅការពារគ្រឿងអលង្ការគេពេញហាងយ៉ាងដូចម្ដេចទៅអាហ្នឹងកំហុសរបស់គាត់ជារបៀបបច្ចេកទេស
កំហុសធំជាងគេគឺសន្តិសុខហ្នឹងទៅប្រាប់គេថាបាត់កង់តាមពិតបើជាសន្តិសុខហ្នឹងរឿងហ្នឹងវាចប់បាត់ទៅហើយដេកក៏ដេកអីមិនអីក៏ហីទៅព្រោះអត់មាននរណាចូលមកលួចគ្រឿងអលង្ការយប់ហ្នឹងទេបាត់តែកង់ហ្នឹងនាំគ្នាកោតទុកទៅហើយទៅលួចទិញកង់អីណាផ្សេងទៀតទៅហើយមកយាមធម្មតាអាចបានការងារនឹងវិញទៀតឥឡូវវិលមករឿងករណីលោកហ៊ុនសែនវិញលោកហ៊ុនសែនខុសពីសន្តិសុខនេះគឺក៏អត់ខ្លាចសោះនៅក្នុងការដែលមកនិយាយប្រាប់ថាណាលួចកង់ឆ្ងល់មែនតើណាលួចកង់ឥឡូវនេះចូលដល់រឿងហ្នឹងគាត់សួរថាតើឆ្ងល់ដែរហេតុអីបានជាពួកឆបោកអនឡាញចូលមកដូចសមោចតាមច្រកណាហើយមានប៉ាសពតអត់មានប៉ាសពតទៅទៀតអត់មានប៉ាសពតទេចូលមកបានរាប់សែនអ្នកបងប្អូនមិនមែនតិចទេណារាប់ម៉ឺនរាប់សែនអ្នកដែលជាជនរងគ្រោះខ្ញុំមិនចាត់ទុកថាអ្នកទាំងអស់នឹងសែនអ្នកឯប៉ុន្តែលោកហ៊ុនសែនថាច្រើនតែអង្គការសហជីវជាតិនិងស្ថាប័នផ្សេងគេរកឃើញថាជនរងគ្រោះនៃអំពើឆបោកអនឡាញដែលជាជនបរទេសភាគច្រើនចូលក្នុងប្រទេសកម្ពុជាហើយភាគច្រើនជាជនជាតិចិនណាគឺមានដល់ទៅ120,000នាក់គេមិនចាត់គេមិនថាអ្នកទាំងអស់នោះសុទ្ធតែមកអត់មានប៉ាសពតឯងខ្ញុំមិនជឿថាអ្នកទាំងអស់នោះអត់មានប៉ាសពតទាំងអស់វាអាចមានដែរចំនួនប្រហែលជាប្រមាណភាគរយហើយក៏មិនច្រើនភាគរយដែរព្រោះបើមកភ្លុកទឹកភ្លុកដីអត់ប៉ាសពតទាំងអស់ក៏មិនអាចមកបានទាំងអស់ដែរវាអាចមានប៉ាសពតឬក៏ការប្រឡំអីវាមាន5% 10%អីតែប៉ុណ្ណឹងតែលោកហ៊ុនសែនគាត់គិតថាច្រើនមែនតើមកតាមផ្លូវណាខ្ញុំដកស្រង់ប្រសាសន៍របស់គាត់ដើម្បីឲ្យបងប្អូនយល់ហើយខ្ញុំនឹងពន្យល់រឿងនេះទាំងអស់គ្នារឿងនេះគឺជារឿងមួយដែលយើងចាប់ផ្ដើមមើលឃើញអំពីរបៀបដឹកនាំរដ្ឋព្រោះលោកហ៊ុនសែនជាមនុស្សហើយពាក្យនេះគឺជាការពំតណោតគឺកំបិតចិត្តដងឯងណាព្រោះលោកហ៊ុនសែនធ្លាប់គំរាមកំហែងមនុស្សទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជាថាគាត់ណាអ្នកណាធ្វើអីក៏គាត់ដឹងដែរនេះអារឿងអ្នកណាធ្វើអីទៅគាត់ដឹងចឹងបើខ្ញុំបានប្រាប់បងប្អូនច្រើនលើកច្រើនគ្រាហើយកុំចាញ់បោកមេដឹកនាំកម្ពុជានិយាយពីរឿងពេលដែលយើងឆ្លើយឆ្លងគ្នាតាម Facebook ឬតាម Signal ឬតាមទូរស័ព្ទឬតាមប្រព័ន្ធខ្ញុំអត់និយាយទូរស័ព្ទក្នុងស្រុកទេទូរស័ព្ទក្នុងស្រុកគេលួចស្ដាប់សំឡេងបានព្រោះអីក្រុមហ៊ុនក្នុងស្រុកហ្នឹងគឺខូចមែនតើក្រុមហ៊ុនទូរស័ព្ទហ្នឹងបើអតិថិជនប្តឹងគឺយើងបិទក្រុមហ៊ុនហ្នឹងចោលបាត់ហើយបើនៅសហរដ្ឋអាមេរិកនេះបិទ24ម៉ោងហើយព្រោះឲ្យគេលួចស្ដាប់សំឡេងហើយយកសម្លេងហ្នឹងយកទៅចាក់ផ្សាយដោយលោកហ៊ុនសែនអីយកអាសម្លេងអាសីហាហ្នឹងចាក់ផ្សាយបើគេរករឿងក្រុមហ៊ុនហ្នឹងគេបិទក្រុមហ៊ុនហ្នឹងចោលបាត់អស់ហើយប៉ុន្តែស្រុកខ្មែរគេធ្វើអីក្បាលវល់អីគេចង់បំផ្លាញអ្នកណាគេរំលោភច្បាប់ម្ដងហើយម្ដងទៀតគេធ្វើអីក៏ស្រេចចិត្តដែរអញ្ចឹងហើយបានអាភាពអសិលធម៌អគុណធម៌ខ្វះការទទួលខុសត្រូវរបស់របៀបដឹកនាំរដ្ឋរបស់យើងនឹងធ្វើឲ្យរដ្ឋយើងអញ្ចឹងខ្លាយទៅជាគេមើងងាយយើងគ្រប់គ្នាបើនៅរដ្ឋនៅអាមេរិកនៅប្រទេសប្រជាធិបតេយ្យគេអត់ដែលធ្វើចឹងទេក្រុមហ៊ុនទូរស័ព្ទគឺប៉ះពាល់គេមិនបានទេសូម្បីតែទូរស័ព្ទរបស់ចៅឬក៏របស់អ្នកទៅបាញ់សម្លាប់គេអស់មួយកណោឲ្យភ្លេចទូរស័ព្ទនៅហ្នឹងជាប់ password របស់ Apple ផលិតផល iPhone ណាទៅសុំបើកមើលហ្នឹងក្រុមហ៊ុនគេមិនអោយបើកមើលផងពួកអីជាសិទ្ធិកម្មសិទ្ធិរបស់គេមិនអាចណាជ្រៀតចូលមើលបានស្រេចចិត្តទេទាល់តែចេញដីកាបង្ខំតលតែក្រុមហ៊ុនហ្នឹងឲ្យទៅកំណត់ជាក់លាក់តែព័ត៌មានណាដែលនេះទៀតមិនមែនចេះតែបើកមើលព័ត៌មានពេញលេញពេញទឹកពេញដីយកមកផ្សាយអីបានទៀតហើយតើតែមានការសហការពីក្រុមហ៊ុនដែលទូរស័ព្ទហ្នឹងទៀតបើចឹងគេមិនអោយបើកមើលទិន្នន័យអីចឹងទេគឺគេប្រយ័ត្នប្រយែងដើម្បីការពារឯកជនភាពនៃឯកសារព្រោះអីអាឯកសារផ្ទាល់ខ្លួនហ្នឹងគឺជាអាយុជីវិតយើងទៅឃើញកិច្ចការផ្ទៃក្នុងអីទៅយើងធ្វើបាបធ្វើទុកបុកម្នេញគេទៅបើយើងការពារអាហ្នឹងមិនបានតើយើងការពារអីបានការពារសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋមិនបានផងតើយើងទៅការពារព្រំដែនព្រំសីមាឬក៏សន្តិសុខជាតិអីបានវាអត់មានទេអញ្ចឹងស្រុកគេគឺគេពង្រឹងអាហ្នឹងមែនតើហើយមិនមែនមាត់អត់គម្របដើរនិយាយហែកគេក្នុងមុងលើក្រែស្ថាប័នស្រេចចិត្តយកបង្ហាញតាមទូរទស្សន៍អីចឹងទេស្រុកនេះហ่าគឺគេទម្លាក់24ម៉ោងប៉ុន្តែស្រុកយើងវាអញ្ចឹងឯងបងប្អូនអញ្ចឹងឯងបងប្អូនចេះថាបងប្អូនបោះឆ្នោតចង់បានអញ្ចឹងយកអញ្ចឹងទៅកុំមករករឿងល្អូទៅទាំអីគាត់ព្រោះយើងចង់បានអញ្ចឹងហើយដល់ពេលខ្ញុំនិយាយពីរឿងតាក់តងនឹងអាការដែលលួចស្ដាប់ទូរស័ព្ទឬក៏រឿងកិច្ចការអីលោកហ៊ុនសែនគាត់ធ្លាប់និយាយថាអ្នកណានិយាយអីក៏គាត់ដឹងដែរព្រោះគាត់មានគិញគាត់មានរនុកក្នុងគាត់មានបណ្ដាញគាត់មានអីគ្រប់បែបយ៉ាង
ប៉ុន្តែជាញយដងគឺលោកហ៊ុនសែនភ្លាត់ស្នៀតរហូតពេលដែលគាត់ថាចង់គម្រាមកំហែងក្រុមប្រឆាំងកុំឲ្យនិយាយតាក់ទងគ្នាចឹងធ្វើឲ្យយើងភ័យបាក់ស្បាតពួកគាត់ភ័យស្បាតថាគេលួចស្ដាប់បានហ្នឹងណាគេធ្វើបាតកម្មមកដល់មាត់ទ្វារផ្ទះគាត់នៅវិមានឯករាជ្យហ្នឹងពេលខ្លះក៏អត់ដឹងថាគេរឿងដីធ្លីរឿងអីហ្នឹងក៏អត់ដឹងផងហ្នឹងនៅចដើផ្ទះគាត់ផងហ្នឹងក៏អត់ដឹងផងហើយគាត់ថាមកលួចស្ដាប់គេនៅក្នុងមុងក្នុងអីណាឬក៏អ្នកណានិយាយគ្នាអីបានវាអត់វាអាការដែលលួចស្ដាប់គេហ្នឹងគឺបានតែទូរស័ព្ទនៅក្នុងក្រុមហ៊ុនក្នុងប្រទេសទេបើរឿង Facebook រឿង YouTube ឬក៏ Signal ឬក៏ WhatsApp អីគ្មានអ្នកណាលួចស្ដាប់អ្នកណាបានទេហើយកុំចាញ់បោកគេលួចស្ដាប់បានតែក្នុងករណីដែលខ្លួនម្ចាស់ខ្លួនឯងហ្នឹងធ្វេសប្រហែសនៅក្នុងការយកទូរស័ព្ទទៅជួសជុលហើយទៅគេលួចបើកមើលឲ្យ password គេទូរស័ព្ទជួសជុលទៅគេបើកមើលទៅឃើញករណី Facebook យើងតាក់ទងជាមួយក្រុមណាមានសម្លេងមានអីក្នុងហ្នឹងគឺគេបើកទៅគឺគេស្ដាប់ទៅគេយកទៅបានហើយរឿងយើងខ្លួនឯងទេដែលជាអ្នកដែលភ្លាត់ស្នៀតបើឲ្យគេចូលទៅបើកមើល Facebook YouTube អីគេឬក៏ Signal ឬក៏ Telegram អីហ្នឹងវាអត់ទេគ្មានអ្នកណាចូលហែកបើកមើលក្នុងហ្នឹងបានហើយកុំចាញ់បោកគេបងប្អូនសប្ងៃហ្នឹងចាញ់បោកនយោបាយប្រជាពិធរបស់ពួកក្រុមគណៈបកកណ្ដាលអំណាចត្រង់តែរឿងមួយទេថាតែយើងនិយាយអីនៅស្រុកខ្មែរហ្នឹងតាមប្រព័ន្ធហ្នឹងគឺគេស្ដាប់បានតើអត់មានអ្នកណាស្ដាប់បានទេខ្ញុំនៅស្រុកអាមេរិកខ្ញុំដឹងតាអត់មានអ្នកណាស្ដាប់បានជានយោបាយប្រជាពិធបំផិតបំភ័យដើម្បីឲ្យប្រជាពលរដ្ឋបាក់ស្បាតលែងហ៊ានជជែកគ្នាហ្មងគឺតតែអង្គុយតុកតាទៀវកុំឆ្លើយឆ្លងគ្នាខ្ញុំប្រាប់ម្ដងទៀតបើនិយាយតាមទូរស័ព្ទប្រព័ន្ធទូរស័ព្ទនៅស្រុកខ្មែរគឺគេអាចបើកមើលស្ដាប់សំឡេងអស់លោកបានទាំងអស់គ្នាប៉ុន្តែបើប្រព័ន្ធដូចជា Facebook Telegram ឬក៏អីហ្នឹងអត់មានអញ្ចឹងហើយបានជារដ្ឋាភិបាលបង្កើតឲ្យមាន Cool App សម្រាប់តាមដានអស់លោកទាំងអស់គ្នាហ្នឹងអត់ហ៊ានប្រើប្រព័ន្ធ Facebook អត់ហ៊ានប្រើប្រព័ន្ធ WhatsApp ឬអីទេខ្លាចថាអាហ្នឹងពិបាកលួចស្ដាប់អញ្ចឹងបង្កើតប្រព័ន្ធ Cool App មួយរបស់ខ្លួនទៅហើយអ្នកណាចូលក្នុង Cool App ហ្នឹងចាំត្រៀមខ្លួនហើយនិយាយស្អីក៏គេចាប់បានដែរអាហ្នឹងជាល្បិចរបស់រដ្ឋាភិបាលនៅក្នុងការទាញអ្នកឯងឲ្យចូលនៅក្នុងសងដែលគេចាប់អ្នកឯងបានតាហើយគាត់ថាអាហ្នឹងជាផលិតផលរបស់ខ្មែរជាអីដើម្បីលើកកម្ពស់អត់មានការងារសម្ងាត់អីទេការងារជាតិការងារជជែកគ្នាតែយើងចង់ធ្វើឲ្យទាញមនុស្សចេញពីក្រុម Facebook ពី Zoom ពីស្អីកាលមុនមាន Skype មានអីហ្នឹងគ្មានអ្នកណាលួចចូលប្រព័ន្ធដ៏តឹងរឹងរបស់អាមេរិកទាំងអស់នេះបានទេតែដោយសារតែយើងមានអ្នកបង្កប់សម័យខ្លួនឯងហ្នឹងគឺជាអ្នកដែលភ្លាត់ស្នៀតបាត់អា password ឬក៏អីប៉ុន្តែបើគេលួច password ហ្នឹងក៏ពិបាកទៀតអញ្ចឹងហើយបានជាបងប្អូនត្រូវតែកំណត់អាលេខសម្ងាត់អីហ្នឹងឲ្យមាន2កម្រិត2ជាន់អីទៅកុំឲ្យងាយពេកហើយកុំឲ្យដាក់អាលេខសម្ងាត់ហ្នឹងស្រួលគេរកឃើញអីអញ្ចឹងទៅអ្នកខ្លះគេចិត្តថាប្រឹងលួចអីចឹងហើយព្យាយាមលុបសាររបស់យើងឲ្យបានកំណត់លុបឧទាហរណ៍បើយើងសន្ទនាគ្នាតាមប្រព័ន្ធ Signal តាមប្រព័ន្ធ WhatsApp តាមប្រព័ន្ធអីដែលមានសម្លេងដើម្បីមានអីឆ្លើយឆ្លងគ្នាហ្នឹងយើងដាក់ថាមួយថ្ងៃឲ្យវាលុបចោលដោយស្វ័យប្រវត្តិទៅដើម្បីការពារខ្លួនឯងតែចង់និយាយថាអាហ្នឹងការពារនៅក្នុងករណីដែលយើងបាត់លេខកូដសម្ងាត់ឬក៏យកទូរស័ព្ទទៅឲ្យគេជួសជុលឬជ្រុះទូរស័ព្ទបាត់ហើយស្រាប់តែគេបើកទូរស័ព្ទយើងបានដោយគេចេះវិធីបើកលេខកូដអីណាអាហ្នឹងវាអាចភ្លាត់ស្នៀតតែក្នុងន័យហ្នឹងឯងប៉ុន្តែបើគេជ្រៀតចូលលួចស្ដាប់យើងអីអត់មានទេលើកមុនហ្នឹងឮសូរលោកហ៊ុនសែនលួចស្ដាប់ការសន្ទនាគ្នាជាមួយលោកឡុងរីលោកអីមិនមែនជាការលួចស្ដាប់ពីចម្ងាយស្រុកខ្មែរមកស្ដាប់បានទេដោយសារមានមនុស្សនៅក្នុងគណៈបកប្រឆាំងហ្នឹងមានកណនីកំពុងបើក Zoom ឬក៏បើកការសន្ទនាគ្នាហ្នឹងគឺយើងចុចទូរស័ព្ទហ្នឹងតទៅលោកហ៊ុនសែនឲ្យលួចស្ដាប់បានបើគាត់លួចស្ដាប់នៅក្នុងនេះហ្មងគឺអត់មានស្ដាប់បានទេកុំចាញ់បោកគេអត់មានប្រព័ន្ធស្ដាប់បានទេអញ្ចឹងហើយបានវិលមកវិញនៅពេលដែលគាត់និយាយថាគាត់ដឹងរឿងអីទាំងអស់ជាការបំភ័យទេវាអត់មានហ្នឹងចម្រងទៀតណាប្រព័ន្ធទូរស័ព្ទស្រុកខ្មែរទាំងអស់កុំបថុយអ្នកឯងនឹងចូលសងគេឲ្យទៅតាមទូរស័ព្ទចល័តហ្នឹងប៉ុន្តែតាមប្រព័ន្ធ Signal ឬ Signal ជាទូទៅគឺជាប្រព័ន្ធដ៏មានសុវត្ថិភាពបំផុតដែលអាចតាក់ទងគ្នា Facebook ក៏តែអញ្ចឹងដែរដូចខ្ញុំនិយាយចឹងថាយើងភ្លាត់ស្នៀតដោយសារតែយើងជ្រុះទូរស័ព្ទឬក៏យើងបាត់ password ហើយយើងមិនលុបអាសាដែលយើងជជែកគ្នានឹងចោលឬ download ទុកទៅបើយើងចង់ប្រយ័ត្នខ្លួនក្នុងករណីដែលវាបាត់អីទៅគេលួចបានប៉ុន្តែបើឲ្យមែនតែនគឺសុវត្ថិភាពខ្លាំងណាស់ព្រោះអីអាទាំងអស់ហ្នឹង
នៅក្នុងក្រុមហ៊ុនរបស់ Facebook ក្រុមហ៊ុន Telegram ក្រុមហ៊ុន Signal អីហ្នឹងគឺគេសរសេរកូដមួយគេហៅ encrypted ពាក្យថា encrypted ហ្នឹងគឺអត់មានអ្នកណាក្រៅពីម្ចាស់ខ្លួនអាចបើកមើលសារយើងបានទេអ្នកផ្សេងអាចជ្រៀតចូលស្ដាប់សារយើងបានក៏មិនមើលឃើញជាសារសរសេរអក្សរចឹងដែរវាជាជើងក្អែកជាសំឡេងជាអីស្ដាប់មិនបានទេព្រោះគេកែកូដហ្នឹងដើម្បីការពារសុវត្ថិភាពយើងគ្រប់គ្នាហើយកុំចាញ់បោកគេឲ្យសោះអត់មានអ្នកណាមកលួចស្ដាប់អីយើងបានទេកុំភ័យខ្លាំងពេកភ័យខ្លាំងបើសិនជាយើងដូចខ្ញុំនិយាយចឹងយកទូរស័ព្ទទៅហាងជួសជុលអត់ព្រមលុបទិន្នន័យលុបអីហ្នឹងចោលប្រាប់ password ទៅម្ចាស់ហាងអាម្ចាស់ហាងហ្នឹងខូចលួចបើកទៅឃើញកណនីរបស់យើងយកទៅប្រាប់គេអាហ្នឹងបានយើងគ្រោះថ្នាក់តែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំវិលមកវិញពេលដែលលោកហ៊ុនសែនថាដឹងរឿងទាំងអស់ហ្នឹងគឺជានយោបាយចិត្តសាស្ត្រទេចិត្តសាស្ត្របំបាក់ស្មារតីឲ្យមនុស្សលែងហ៊ានជជែកគ្នាព្រោះគេតាមមើលយើងអត់មានអ្នកណាតាមមើលយើងបានទេព្រោះលោកហ៊ុនសែនទទួលស្គាល់ថាបើគាត់បានមើលដឹងរឿងទាំងអស់ហេតុអីបានជាគេមកតវ៉ាដីធ្លីខ្លោចផ្សាររាប់ខែរាប់ឆ្នាំនៅមុខចដៅផ្ទះគាត់នៅវិមានឯករាជ្យក៏អត់ដឹងគាត់ថាទៅមើលឃើញតាម Facebook តាមអីក្រោយមកបានដឹងរឿងហ្នឹងដល់អញ្ចឹងផងគាត់ពេលខ្លះគាត់និយាយអញ្ចឹងណារឿងហ្នឹងដល់អញ្ចឹងមិនបានគាត់អត់ដឹងឲ្យយើងគិតថាលោកហ៊ុនសែនមិនមែនគ្រប់គ្រងតែមួយរឿងទេគាត់មានរឿង100ចម្ពោះឯណាទៅចាំអស់រឿងដីធ្លីរឿងអីកុំជឿលោកហ៊ុនសែនគាត់ឲ្យរឿងជ្រូកត្រជក់ត្រជាក់ខៀវនៅឆ្លងពីព្រំដែនវៀតណាមមកកាលលើកណានោះក្រសួងកសិកម្មបសុព្យាបាលរុក្ខាប្រមាញ់ណាអត់មានមកចាត់ការអីលោកហ៊ុនសែនត្រូវតែបញ្ជាពីលើរឿងជ្រូកត្រជាក់ខៀវគាត់ដឹងគាត់ក្តាប់រឿងសាមញ្ញចឹងអារឿងលើក្រែក្រោមតុកក្នុងទូណាគាត់ដឹងទាំងអស់អញ្ចឹងរឿងហ្នឹងគឺមែនតែនទៅគឺគាត់អត់ដឹងរឿងច្រើនណាស់គឺជាពិសេសគឺរឿងចាំតែស្ដាប់របាយការណ៍ថ្នាក់ក្រោមនេះគឺជារបាយការណ៍ពឹសពុលមែនតែនរាយការណ៍យកល្អព្រោះដឹងចរិតលោកហ៊ុនសែននេះជាមនុស្សស៊ីជូឯអ្នកណានៅក្បែរគាត់ក៏ប្រាប់អញ្ចឹងដែរបើនិយាយល្អសរសើរគឺសប្បាយចិត្តតែនិយាយបញ្ហារិះគន់អីក៏អត់សប្បាយចិត្តអញ្ចឹងបើគាត់តែរកតែងើបមួយវាយមួយបកប្រឆាំងចរិតគាត់នេះមិនមែនតែនៅក្នុងជួរបកទេនៅខាងក្រៅគាត់បង្ហាញឲ្យឃើញច្បាស់អញ្ចឹងដែរថាអត់ចូលចិត្តអ្នកណាមករិះគន់និយាយបញ្ហាទេគឺគាត់ផ្អែមបន្លែតែការបញ្ចូលអញ្ចឹងហើយបានជាអ្នកនៅក្បែរលោកហ៊ុនសែនហ្នឹងគឺស៊ីចូលបញ្ចូលគាត់ងាប់ហ្មងចឹងមកខ្ញុំប្រើពាក្យថាអាសរសើរស្លាប់បង្អាប់រស់ហ្នឹងណាគឺត្រូវនឹងចរិតមេដឹកនាំយើងគឺចង់បានតែសរសើរទេផ្កាភ្ញីទេអត់ចង់លឺសូរពាក្យដែលគេរិះគន់ដល់អញ្ចឹងស្លាប់ខ្លួនដល់អត់ដឹងខ្លួនទេឥឡូវដល់ពេលគាត់មកនិយាយចឹងគាត់ថាអត់ដឹងរឿងអីទាំងអស់ពេលខ្លះគាត់ថាអត់ដឹងរឿងទេយើងជឿដែរថ្នាក់ដឹកនាំប្រព័ន្ធមេឃអត់ដឹងរឿងយើងស្ដាប់តែរបាយការណ៍រាយការណ៍ឥឡូវគាត់ចាប់ផ្ដើមបន្ទោសថ្នាក់ក្រោមគាត់ហើយឃើញសារនេះគឺឃើញមានលំនាំមកហើយបងប្អូនក្រុមគ្រួសារគាត់ដូចអ្នកស្រីហ៊ុនស៊ីណាតអីហ្នឹងយូរម្ដងដែលខ្ញុំស្ដាប់ឮបងប្អូន share ចូលក្នុង Facebook របស់ខ្ញុំហ្នឹងក៏ឃើញគាត់ចាប់ផ្ដើមនិយាយអំពីការពារហ៊ុនម៉ាណែតលោកហ៊ុនម៉ាណែតការពារលោកហ៊ុនសែនបងប្រុសរបស់គាត់ការពារតកូលហ៊ុនហ្នឹងគឺប្រាប់ថាគេស្អាតស្អំទេគេអត់មានដឹងរឿងទេតាមមន្ត្រីគ្រាប់លពៅគ្រាប់លវាឬក៏គ្រាប់តរៀនអីហ្នឹងទេដែលនាំគ្នាបំផ្លាញក្រុមគ្រួសារនេះខ្ញុំថានេះវាមិនខុសអីនៅពេលដែលយើងនិយាយការពារវងតកូលក្រុមគ្រួសារព្រោះថ្នាក់ដឹកនាំជួនកាលគាត់ខំប្រឹងដែរគាត់មើលមិនអស់អញ្ចឹងប៉ុន្តែអាការដែលមើលមិនអស់ហើយប្រាប់ថាគាត់អ្នកណានៅក្នុងមុងក៏គាត់ដឹងដែរនឹងគឺវាព័ត៌មាននឹងគឺវាពំតណោតវាកំបិតចិត្តដងឯងគ្រប់ពេលប្រជាប្រដ្ឋស្ដាប់មកអត់ដឹងថាគាត់ចង់និយាយពីអីគាត់តម្ដងថាថ្នាក់ដឹកនាំអត់ដឹងឯខាងក្រមចេះបលិមបឡំអញ្ចឹងចង់ធ្វើបាបស៊ីចុកតែខ្លួនឯងអញ្ចឹងទៅយកគេហៅស្វាស៊ីបាយលៀបមាត់ប្រពែអញ្ចឹងធ្វើឲ្យមេដឹកនាំខូចឈ្មោះមេដឹកនាំខូចឈ្មោះសាមន្ត្រីរបស់អស់លោកទាំងអស់ហ្នឹងមានគណៈបកប្រឆាំងឯណាទៅធ្វើការជាមួយអស់លោកបើថាមានក្រុមប្រឆាំងអីនៅក្នុងនឹងក្នុងរដ្ឋាភិបាលឬក៏ក្នុងជួរគណៈបកប្រជាជនកម្ពុជាឬក្នុងរដ្ឋសភាក្នុងអីក្នុងស្ថាប័នរដ្ឋប៉ូលីសទាហានកយអីហ្នឹងមានក្រុមប្រឆាំងអាហ្នឹងត្រូវបន្ទោសក្រុមប្រឆាំងថាំងចអុលស្រួលណាដោយសារមានក្រុមអ្នកឯងហ្នឹងបានចង់បំផ្លាញគណៈបកប្រជាជននេះក្រុមមនុស្សខ្លួនឯងទាំងអស់ហ្នឹងរួចទៅចាប់ផ្ដើមទម្លាក់កំហុសហ្នឹងថាអ្នកទាំងអស់នោះដែលធ្វើឲ្យថ្នាក់ដឹកនាំខូចមុខនៅពេលដែលគេធ្វើល្អយកបងថាដោយសារមនុស្សខាងក្រោមហ្នឹងជួយឥឡូវការដែលទម្លាក់កំហុសនេះហើយនឹងការកែគឺចាប់ផ្ដើមឃើញរបត់នឹងច្រើនមែនតើហើយវិលមកវិញបងប្អូននៅពេលដែលលោកហ៊ុនសែនសួរខ្ញុំអានសាររបស់គាត់ឲ្យបងប្អូនស្ដាប់ព្រឺសបល់ហ្មងខ្ញុំ
ព្រឹសបល់ហ្នឹងមិនមែនបានន័យថាភ័យខ្លាចនឹងភាពរញ៉េរញ៉ៃទេគឺព្រឺសបល់នឹងការមិនទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំហើយចាប់ផ្ដើមធ្វើរឿងនេះហាក់បីដូចជាចោតសួរទៅដូចថាក៏អត់ដឹងអីសោះហ្មងដូចអត់ដឹងហងអត់ដឹងអីហងហើយអ្នកណាគេធ្វើអាហ្នឹងហេតុអីក៏បានវាទៅជាអញ្ចឹងហើយឥឡូវយើងខំប្រឹងណាឃើញទេចាប់ផ្ដើមភ្លាមយកយុទ្ធនាការកំចាត់ឆោបោកអនឡាញនេះគឺថាអូយើងមើលទៅដូចព្យុះព្យូមៀកំបិតត្បូងអញ្ចឹងខ្ញុំសរសើរមែនតើសរសើរត្រង់ថាចាត់ការឃើញដែរគឺដេញប្រផាត់ចាប់ប្រភេញចាប់បញ្ជូនអស់10000អ្នកជាងហើយបងប្អូនបិទកន្លែងឆោបោកអនឡាញមិនតិចជាង250កន្លែងទេនេះគឺជាសមិទ្ធិមួយដ៏ធំធេងរបស់អាជ្ញាធរមូលដ្ឋានដែលខំប្រឹងណាយើងសរសើរពួកគាត់មិនមែនអត់ធ្វើសោះហើយមួងណារ៉េតមិនមែនប្រឆាំងផ្កាប់មុខទេរិះគន់ផ្កាប់មុខទេរឿងនេះគឺខ្ញុំសរសើរកោតសរសើរអាជ្ញាធរបងប្អូនបថុយប្រឋានច្រើនណាស់ទៅចាប់ប្រផាត់ប្រពីងពេលខ្លះគ្នាកម្លាំងសមត្ថកិច្ចទៅ5 10នាក់20នាក់ខាងពួកខាងឆោបោកអនឡាញហ្នឹង500នាក់រត់ប្រសាយដូចវងគោវងអីចាប់ខ្លះទាត់ខ្លះបោចសក់ខ្លះអីអញ្ចឹងទៅធ្វើម៉េចយើងធ្វើម៉េចបើគ្នាយើងវាតិចគ្នាគេវាច្រើនហើយទៅចាប់បានខ្លះអីខ្លះបើអត់សោះក៏វារឿងឥឡូវធ្វើដែរខ្ញុំកោតសរសើរហើយខ្ញុំលើកទឹកចិត្តឲ្យធ្វើឲ្យច្រើនហើយឲ្យធ្វើឲ្យស្មោះត្រង់ហើយឲ្យមានតម្លាភាពហើយឲ្យមែនតែនកុំធ្វើយល់ល្អមើលប៉ុន្តែរឿងដែលសំខាន់គឺលោកហ៊ុនសែននិយាយចេះនេះសាររបស់គាត់ដល់ពេលដែលជួបមន្ត្រីហើយខ្ញុំដកស្រង់ប្រសាសន៍ម្ដងមួយហើយឲ្យបងប្អូនយកមកពិចារណាគ្រប់គ្នាតើយើងមានសង្ឃឹមឬអត់សង្ឃឹមតើរដ្ឋាភិបាលកំពុងចាត់ការមែនទែនឬក៏អត់ចាត់ការទេតើកំហុសឆ្គងទាំងអស់នេះជាមន្ត្រីថ្នាក់ក្រោមឬក៏មានថ្នាក់លើចូលរួមដែរហើយបើថ្នាក់លើអត់ដឹងតើរឿងហ្នឹងវាកើតឡើងមកពីអីលោកហ៊ុនសែននៅព្រឹកថ្ងៃទី24ខែឧសភានិយាយលៀងខ្លួនទេតាមពិតចាំខ្ញុំនិយាយពាក្យលៀងខ្លួនហ្នឹងមកខាងក្រោយវិញពីលោកម៉ែនណាទេគាត់និយាយចេះគាត់និយាយរឿងច្រើនណាស់បងប្អូនថ្ងៃនេះគាត់គម្រាមដកតំណែងមន្ត្រីពាក់ព័ន្ធទាំងអភិបាលខេត្តទាំងមេប៉ូលីសទាំងស្អីហ្នឹងច្រើនគាត់និយាយហ្នឹងគឺថាដុសខាត់ដុសក្អែលមែនតើខ្ញុំថាបើសិនជាយើងយកដែកដុសឆ្នាំងណាបងប្អូនស្គាល់ដែកដុសឆ្នាំងហ្នឹងគឺមិនមែនកុំយកតាដែកដុសឆ្នាំងគឺដែកមែនតើហ្មងគឺតយកមកគួតបានវាទៅបើមិនចឹងទេយកជ្រះដែលមានធ្មេញដែកហ្នឹងយកមកគួតបានវាទៅក្អែលយើងនេះគឺក្អែលមហិមាហើយអូដាច់ឈាមខ្លះហ្មងមើលបានវាទៅអស់ហើយយ៉ាងម៉េចបើសិនជានៅអែលបោះអែលហ្នឹងគឺនៅដដែលហ្នឹងប៉ុន្តែក្អែលរបស់យើងឬក៏ជំងឺរបស់យើងវាមិនមែនជាជំងឺសើស្បែកទេបងប្អូនវាជាជំងឺមហារីកអញ្ចឹងយើងទៅលាបស្អីក៏វាបាត់តែពីខាងក្រៅតែខាងក្នុងស៊ីរូងផ្ទៃក្នុងអស់ហើយហ្នឹងគាត់ថាអញ្ចេះគាត់សួរថាគាត់ខ្ញុំសង្ខេបឲ្យបងប្អូនខ្ញុំអត់អាចយកមកទាំងអស់ទេព្រោះខ្ញុំស្ដាប់សារគាត់ច្រើនវែងណាស់ខ្ញុំសង្ខេបហ្នឹងគាត់និយាយថាកម្ពុជាคล้ายជាជនរងគ្រោះហើយគាត់ថាឥឡូវនេះចាត់ការតាន់ណាបើកុំអីយើងនឹងคล้ายទៅជាប្រទេសដែលគ្រប់គ្រងដោយក្រុមម៉ាហ្វ្យាហើយនៅពេលដែលក្រុមម៉ាហ្វ្យាហ្នឹងគ្រប់គ្រងប្រទេសបានណាមេដឹកនាំប្រទេសសពថ្ងៃហ្នឹងក៏คล้ายជាជនរងគ្រោះជាចំណាប់ខ្មាំងរបស់ក្រុមម៉ាហ្វ្យាហ្នឹងคล้ายទៅជាគេហៅឋានសួគ៌នៃក្រុមម៉ាហ្វ្យាអីចឹងទៅអាហ្នឹងអ្វីដែលគាត់និយាយនៅថ្ងៃហ្នឹងមួយទៀតគាត់ថាហេតុអីបានជាពួកឆ្លងដែនខុសច្បាប់ឬក៏ពួកឆបោកអនឡាញនឹងមកច្រើនម៉េះអត់មានប៉ាសពតទៅទៀតមកតាមណាហើយអ្វីដែលគាត់ថាមកតាមណាហ្នឹងគួរឲ្យចាប់អារម្មណ៍មួយទៀតគឺគាត់បិទវៀតណាមមួយហើយគាត់ជឿជាក់លើវៀតណាមថាមកពីវៀតណាមដឹងអត់ដែរចឹងគាត់សម្រុករឿងត្រូវតែមកតាមថៃហើយដើម្បីទម្លាក់កំហុសនេះឲ្យថៃឲ្យខ្លាំងកុំឲ្យថៃចោទកម្ពុជាថាស្អីគេឋានសួគ៌នៃអង្គើឆបោកអីមកពីស្រុកអ្នកឯងហ្នឹងអ្នកឯងសិតតែពួកញៀនលបែងដែរហ្នឹងចឹងអ្នកឯងអត់បដៅក្រុមគ្រួសារបងប្អូនសាច់ញាតិប្រជាពលរដ្ឋអ្នកឯងឲ្យឈប់ញៀនលបែងទៅដោយសារតែអ្នកឯងញៀនលបែងហ្នឹងហើយដែលបង្កើតឲ្យមានអាការឆបោកអនឡាញហ្នឹងហើយដល់ពេលឆបោកអនឡាញមករៀលដល់កម្ពុជាអាហ្នឹងដោយសារក្រុមអ្នកឯងនេះលោកហ៊ុនសែនគាត់និយាយចឹងយើងជាជនរងគ្រោះហេព្រោះថៃញៀនលបាយគាត់អត់សូវហ៊ាននិយាយថៃច្រើនទេភាគច្រើនគាត់សំដៅថាប្រទេសតែ3ទេដែលអាចចូលកម្ពុជាបានតាមច្រកគឺមានតែថៃ
Việt Nam និងឡាវតែគាត់ថាវៀតណាមអត់មួយឯងហើយឡាវមិនបាច់ឆ្ងល់ដូចតែវៀតណាមដែរណាតែវារឿងនៅថៃនេះដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយើងទាំងអស់ឲ្យដឹងថារឿងហ្នឹងគឺរឿងបាល់នៅលើដៃថៃឯងអញ្ចឹងថៃកំពុងតែស៊ីបាយស្វាស៊ីបាយលៀបមាត់ពពែយកកម្ពុជាធ្វើជាចំណាប់ខ្មាំងជាជនរងគ្រោះសំទោសឲ្យកម្ពុជាជាជនប្រព្រឹត្តតាមពិតអ្នកប្រព្រឹត្តគឺជាថៃឯងលោកហ៊ុនសែនចង់និយាយចឹងគាត់មិនបង្ហើបអីវែងឆ្ងាយប៉ុន្តែគាត់ថាអ្នកទាំងអស់នោះគឺមកពីថៃឲ្យថាសិតតអ្នកលេងលបែងលេងអីជនជាតិណែឯងលេងលបែងហើយអត់មានជនជាតិឡាវណាមកលេងលបែងទេព្រោះកាស៊ីណូនៅព្រំដែនប៉ោយប៉ែតនៅព្រំដែនស្អីអស់ហ្នឹងគឺជាកាស៊ីណូដូចនៅអូស្មាច់អីហ្នឹងកាស៊ីណូនៅច្រកអានសេះអីហ្នឹងគឺសុទ្ធតែបង្កើតដើម្បីឲ្យជនជាតិថៃមកលេងលបែងតែឥឡូវជនជាតិថៃលែងបាច់មកលេងលបែងនៅស្រុកខ្មែរហើយព្រោះកាលអ្នកស្រីបៃថងឋានឡើងកាន់អំណាចហ្នឹងគឺសភាគេអនុម័តច្បាប់មួយអនុញ្ញាតឲ្យគេបើកកាស៊ីណូនៅក្នុងទឹកដីថៃព្រោះពីមុនខុសច្បាប់ឥឡូវគេអនុញ្ញាតឲ្យមានបនលបែងនៅស្រុកថៃដូច្នេះខ្មែរមិនបាច់ភ័យទេថៃលែងមកយើងហើយអញ្ចឹងហ៊ុនសែនលោកហ៊ុនសែនដែលថាឲ្យបដៅក្រមប្រជាប្រដ្ឋណែឲ្យឈប់ញៀនលបែងហ្នឹងគេមិនលបែងណារឿងញៀននេះណាអត់ខាត់បានទេដូចមេដឹកនាំខ្មែរញៀនអំណាចចឹងគឺអត់អាចលុបបានទេបើគេលុបរឿងញៀនលបែងបាននៅស្រុកថៃដូចមេដឹកនាំខ្មែរញៀនអំណាចចឹងវាអត់ទៅណាទេដូចអ្នកផឹកកាហ្វេឬជក់បារីចឹងអ្នកខ្លះថាទទួលទានកាហ្វេអីហ្នឹងញៀនឬក៏ជក់បារីញៀនមិត្តភ័ក្ដិខ្ញុំម្នាក់គាត់ជក់បារី25ឆ្នាំគាត់ខឹងគេណាស់ណាថាជក់បារីញៀនព្រោះគាត់ថារឿងបារីនេះអត់ញៀនទេគាត់គ្រាន់តែចោលអត់បានគាត់និយាយចឹងវិញមើលស្ដាប់មកកាហ្វេហ្នឹងក៏អញ្ចឹងដែរអត់មានញៀនទេគ្រាន់តែអត់វាមិនបានជូរមាត់វាអីចឹងទៅបាទហ្នឹងញៀនហើយបងប្អូនដូចអំណាចចឹងយើងអត់អាចទៅចោលបានទេវាញៀនព្រោះញៀននឹងការងើបមួយវាយមួយញៀននឹងធ្វើអីប្រព្រឹត្តខុសច្បាប់អីបានស្រាចិត្តគ្មាននរណាយកទោសអូសដំណើរញៀននឹងកោបលុយដែលរកបានប្រជាពលរដ្ឋក្រអ្នកមន្ត្រីរាជការដែលគ្រប់គ្រងឬបកអុកញ៉ាដែលក្រុមខ្លួននឹងមានមហាសាលអួតសម្ញែងទ្របរាល់ថ្ងៃអាហ្នឹងអ្នកណាមិនញៀនបងប្អូនវាស្រួលពេកវាអត់មានអ្នកណាមកផ្ទៀងផ្ទាត់អីបានទេអញធ្វើអីក៏បានអញស៊ីអីក៏បានអញលួចអីក៏បានអាហ្នឹងអ្នកណាមិនញៀនមើលបងប្អូននិយាយមើលមនុស្សនឹងសាច់សំទោសយៈនឹងស្អីគេណាគេថាយៈឆ្កែនឹងស្អីយៈនឹងសាច់អាម៉េចគេនោះខ្ញុំមិនចង់វែងឆ្ងាយទេប៉ុន្តែវាជារបៀបញៀនហើយញៀនលបែងហ្នឹងគឺដូចញៀនអំណាចចឹងដូចគ្នាកុំថាជនជាតិថៃញៀនលបែងជនជាតិខ្មែរយើងហ្នឹងក៏លបែងហុយដីដែរទៅមើលកតុយលេខទៅមើលអីទៅវាអត់មែនជាពូជសាសជាតិណាអាក្រក់ដោយសារលបែងទេវាសំខាន់គឺតើយើងគ្រប់គ្រងអាបនលបែងនឹងបានប៉ុណ្ណាទេប្រជាពលរដ្ឋគេលេងលបែងលេងអីដោយសារតែយើងបើកដៃតែបើយើងមិនបើកដៃគ្នាក៏លួចលាក់លួចអីទៅវាមិនសម្បើមពេកប៉ុន្តែឲ្យឈប់វាអត់ឈប់ទេអ្នកលេងញៀនលបែងនឹងអត់ឈប់ទេតអស់ផ្ទះអស់សម្បែងហ្នឹងគឺនៅតែអញ្ចឹងព្រោះវាញៀនហើយតែបើយើងផ្ដាច់ឧទាហរណ៍កុំឲ្យបើជុលមន់បើញៀនជុលមន់យើងបិទកន្លែងជុលមន់អស់ទៅយូរទៅគាត់រកកន្លែង3អាមន់គាត់នឹងយកទៅជុលលែងបានអស់ចិត្តធ្វើម៉េចចូលចិត្តដែរប៉ុន្តែបើគេឈប់ឲ្យលេអស់អញ្ចឹងដាច់ខ្យល់ទៅធ្វើអីផ្សេងទៅវាតែអញ្ចឹងទេតែយើងកុំទៅបន្ទោសរឿងអ្នកញៀនលបែងយើងបន្ទោសវិធីទប់កុំឲ្យលបែងលេអញ្ចឹងបានខ្ញុំថាកុំបន្ទោសរឿងនារីស្លៀកខ្លីត្រូវគេរំលោភតែយើងទៅបន្ទោសអាមានចរិតរំលោភគេនោះហើយយកវាទៅព្យួរកឲ្យអស់តើអញ្ចឹងទៅវាអស់មានអ្នកណាញៀននឹងរំលោភក្មេងផ្ដេសផ្ដាស់ទៀតហើយកុំមកដោះស្រាយរឿងណែឈប់ស្លៀកខ្លីឈប់ធ្វើអីសិចស៊ីលិចលើលិចក្រមតែអញ្ចឹងគេរំលោភបើអញ្ចឹងងាប់ហើយមនុស្សនៅបើអត់ឲ្យគេមានសេរីភាពនៅក្នុងការស្លៀកពាក់តាមការចូលចិត្តរបស់គេសម្ផស្សធម្មជាតិរបស់គេការចូលចិត្តរបៀបសម័យរបៀបអីតែយើងទៅជួយទប់អាពួកប្រេះផ្ដាស់នោះធ្វើច្បាប់ឲ្យរឹងចាប់អានោះព្យួរកឲ្យអស់អាហ្នឹងបានគ្នាមានសវត្ថភាពឥឡូវចូលដល់រឿងគាត់ថាញៀនឈប់ឲ្យថៃនឹងញៀនលបាយដោយសារថៃញៀនលបាយហ្នឹងបានមានឆោបបោកអនឡាញពេញទឹកពេញដីចិនក៏ញៀនលបាយដែរបើលោកហ៊ុនសែននិយាយនេះគឺចិនត្រូវច្រើនជាងគេចិនហ្នឹងក៏លេងលបាយនោះតែវាមិនមែនជាភាពអាក្រក់អីទេបងប្អូនរឿងលេងលបែងរឿងអីនៅពុទ្ធសាសនាលោកថាអំពើអបាយមុខមាន3គឺលបែងស្រីស្រាស្រីស្រាលបែងពាលាតាមពិត
ប្រពុតលោកគ្រាន់តែដាស់តឿនថាធ្វើអីក៏ដោយគឺយើងធ្វើឲ្យមានផ្លូវកណ្ដាលឲ្យមានការទទួលខុសត្រូវមិនមែនបានន័យថាឲ្យឈប់សេពសូរាឈប់ប្រព្រឹត្តអាទាំងអស់នឹងឲ្យដាច់ភឹងទាល់តែយើងជាបព្វជិតដូចប្រសង់អីហ្នឹងគឺមិនត្រូវឆាន់ស្រាឬក៏មិនត្រូវសេពមេថុនអីជាមួយនឹងប្រសក់ជាមួយអីវាផ្ដេសផ្ដាស់ដាច់អាបត្តិហើយមិនអោយនិយាយកុហកមិនអោយអីអាហ្នឹងគឺជាការព្រៀនប្រដៅព្រោះយើងជាបព្វជិតគឺបានន័យថាជាទីសក្ការៈសម្រាប់បងប្អូនជឿទុកចិត្តគេចង់ឲ្យបុគ្គលដែលជាអ្នកដែលអឺផ្សព្វផ្សាយធម៌ហ្នឹងឲ្យជាបុគ្គលដែលគួរឲ្យទុកចិត្តដើម្បីឲ្យប្រជាពលរដ្ឋស្ដាប់ធម៌ហ្នឹងគ្នាអាចយកទៅអនុវត្តតាមបានហើយបើសិនជាអ្នកផ្សាយធម៌ផឹកស្រាមានស្រីនៅក្នុងសំណាក់ឬកត់ឬក៏លបែងពាលាហុយដីតើវាមានន័យអីដើម្បីឲ្យអ្នកនឹងអនុវត្តតាមប៉ុន្តែបើយើងសួរថាតើប្រសង់នឹងអាចនឹងវាចាកពីអំពើទាំងអស់នេះអីប្រសង់ជាមនុស្សលោកដែរតើបងប្អូនមិនលែងអីលុះនៅក្រោមអនាគតិឬក៏ភាពលំអៀងនឹងអាបត្តិនេះចាក់ជាមិនខានព្រោះជាមនុស្សបឋិជនដូចតែយើងតើគ្រាន់តែយកស្បង់ចៃវរយកមកក្រងហ្នឹងមិនមែនបានន័យថាคล้ายទៅជាមនុស្សស័ក្តិសិទ្ធិធ្លាក់ពីឋានទេវតាណាសុទ្ធតែកូនអ្នកស្រុកហ្នឹងអ្នកខ្លះគ្នាកូនជួញដូរគ្រឿងញៀនថ្នាំអីចឹងយកទៅផ្ញើលោកយូរញៀនលោកពេញវត្តទៀតសុទ្ធតែបឋិជនទេហើយអ្នកខ្លះហ្នឹងមានអត់បានចូលរៀនសូត្រអីទេមានស្រីញីសង្សារអីក៏ច្រើនពេលនេះមិនបានរៀនសូត្រម៉ែឪបារម្ភខ្លាំងពេកធ្លាក់រៀនអត់ចូលក៏ទៅឲ្យបួសតែពេលបួសរៀនដើម្បីបានកសាងជីវិតថ្មីតើញោមដែលជាសង្សារចាស់ហ្នឹងចេះតែទៅយកចង្ហាន់ប្រគេនផ្អើលពេញវត្តហ្នឹងទៀតទៅវាសុទ្ធតែបឋិជនទេបងប្អូនអញ្ចឹងបានថាពេលដែលប្រពុតណែនាំហ្នឹងគឺគ្រាន់តែចង់ឲ្យណែអឺសាវករបស់ព្រះហ្នឹងលោកគ្រាន់តែថាប្រតិបត្តិទៅបើយើងក្រងស្បង់ចៃវរហើយសូមឲ្យប្រតិបត្តិវិន័យដែលប្រពុតលោកផ្ដាំមកហ្នឹងឲ្យយើងដើម្បីជាគំរូប៉ុន្តែមិនមែនបានន័យថាទាំងអស់គ្នាធ្វើបានទេយើងឃើញហើយប្រសង់ដោះស្បង់ចៃវរទៅការ៉ាអូខេប្រសង់មានស្រីនៅក្នុងវត្តវ៉ាប្រសង់ធ្វើនេះប្រសង់ធ្វើនោះវាអត់មានរឿងអីប្លែកទេព្រោះទាំងអស់ប្រសង់ទាំងអស់ជាបឋិជនគ្រាន់តែថាគ្រាន់តែសំណូមពរអញ្ចេះទេបងប្អូនទាំងអស់ដែលបួសជាសង្ឃព្រោះបើយើងកាន់ជាសង្ឃបានន័យថាយើងបានសម្រេចចិត្តកោចិញ្ចើមកោសក់លះបង់កិលេសគឺបានន័យថាយើងចង់តំណាងឲ្យព្រះនៅក្នុងការផ្សព្វផ្សាយធម៌អប់រំចិត្តអប់រំសិលធម៌ឲ្យប្រជាពលរដ្ឋជឿតាមអញ្ចឹងបើសិនជាអស់លោកនៅមិនទាន់ជ្រះកិលេសនឹងទេកុំបួសអីព្រោះតែពេលដែលយើងបួសហើយគឺគេនឹងជឿថាយើងនឹងធ្វើអីមួយដើម្បីយកធម៌យកទៅផ្សព្វផ្សាយអប់រំដាស់តឿនចិត្តអ្នកដទៃទៀតហើយដល់ពេលយើងមានបញ្ហាខ្លួនឯងគឺវាមិនខុសអីនៅពេលដែលយើងផឹកស្រាហើយយើងទៅណែនាំប្រជាពលរដ្ឋថាស្រានាំឲ្យស្រវឹងយើងជក់បារីហើយយើងទៅប្រាប់ថាបារីធ្វើឲ្យខូចសួតហើយយើងមានស្រីញីអូនបងយើងប្រាប់ថាការសែបគប់ស្រឡាញ់ស្រីក្នុងវ័យសិក្សាមិនមែនជារឿងល្អទេវាអត់អាចបដៅអ្នកណាបានទេន័យហ្នឹងគឺជាន័យទូទៅទេប៉ុន្តែប្រសង់មួយចំនួនលោកធ្វើតាមអាបត្តិហ្នឹងមិនបានចេះតែដាច់ទៅហ្នឹងតាមពិតមែនតែនទៅបើជាលោកសង្ឃដែលស្មោះសរនឹងព្រះពុទ្ធសាសនាមែនតែនមិនគួរណាឲ្យមានរឿងអកុសលបែបនេះទេវាចាការដែលគេថាថេរដីកាថ្លែងទៅនឹងគឺថាប្រកបដោយភាពម៉ត់ចត់តឹងតែងមិនមែនយកវេទិកាឃោសនាណែទេសនាមកនិយាយសើចចំអែចំអន់ដូចលោកឡុងចន្ទាអីចឹងទេខ្ញុំសុំទោសលោកឡុងចន្ទាផងខ្ញុំមិនមែននេះទេខ្ញុំចូលចិត្តលបងឡុងចន្ទានឹងច្រើនដោយសារតែភាពកំប្លុកកំប្លែងរបស់គាត់ដែរពេលខ្លះ stress ខ្លាំងទៅស្ដាប់គាត់ទៅដូចជាសប្បាយចិត្តខ្សាក់ប៉ុន្តែនៅក្នុងព្រះពុទ្ធសាសនាយើងទេសនាយើងមិនអាចរកឱកាសនឹងទៅវាយប្រហារថាយាយនេះមុខដូចខ្មោចងាប់អណ្ដែតទឹក7ថ្ងៃអីចឹងអត់ចឹងទេមិនអាចអញ្ចឹងទេលោកឡុងចន្ទាខ្ញុំគិតថាលោកប៉ាកែមែនតើលោកឡុងចន្ទាបើដើរតួក្រុមកំ pl ែងគឺខ្ញុំជឿថាលោកនឹងមានការទទួលស្វាគមន៍ច្រើនណាប៉ុន្តែជាប្រសង់
ខ្ញុំពេញចិត្តវោហារសាស្ត្ររបស់លោកឡុងចន្ទថាម្ដងទៀតខ្ញុំបើតិចទៀតទៅគេរិះគន់ខ្ញុំទៀតហ្នឹងទៅធ្វើបាបលោកឡុងចន្ទថាទៀតហើយមួងណារ៉េតហ្នឹងដូចរៀលដាលលេអត់ទេខ្ញុំអត់មានទៅយកកម្មយកពីអីរឿងលោកឡុងចន្ទថាទេគាត់ប្រកបរបរទទួលទានតាមសមាអាជីវរបស់គាត់មិនដែលធ្វើចោលមិនដែលទៅប្លន់មិនដែលទៅលួចមិនដែលប្រព្រឹត្តអំពើពុករលួយណាដែលធ្វើឲ្យបងប្អូនស្អប់គាត់ទេគាត់ជាសង្ឃធម្មតាហើយគាត់ក៏ចាក់សិក្ខាបទទៅហើយកាលពីគាត់នៅជាសង្ឃហ្នឹងគឺល្បីត្រង់ថាទេសហ្នឹងគឺគេសើចហៀទឹកភ្នែកអស់ហើយតែពេលខ្លះសើចសប្បាយខ្លះទៅគ្រាន់តែថានៅក្នុងសម្លៀកបំពាក់ឬស្បង់ចីវរជាសង្ឃគឺអឺដូចថាយើងមិនមែនជាពុទ្ធជនធម្មតាទេគ្រាន់តែការដែលមានវិន័យមានអីហ្នឹងវារៀងតឹងសម្រាប់លោកឡុងចន្ទថាបន្តិចខ្ញុំគ្រាន់តែនិយាយក្នុងន័យមួយថាតពេលយើងទៅស្ដីសិតអញហែងអីក្នុងន័យសប្បាយមែនហើយក៏ប៉ុន្តែស្ដាប់ទៅយាយសើចធ្លាក់កាកស្លាដែរហ្នឹងព្រោះយាយក៏គិតថាចឹងក៏ធូរដែរធ្លាប់នឹកឃើញថាប្រសង់ដូចតឹងវិន័យលេងសិតតែព្រលឹមឡើងវៃ4 10ពាត់លោកនេនឡងកទួលពេញខ្លួនដើម្បីឲ្យនេះវិន័យដល់ពេលឃើញលោកសង្ឃចេះនិយាយកំប្លុកកំប្លែងធ្វើឲ្យមានភាពស្និទ្ធស្នាលគ្នាដែរថាលោកមិននៅខ្ពស់ពេកប្រសក់មិននៅទាបពេកគឺថាដូចជាបឋិជនធម្មតាកូនអ្នកស្រុកអីចឹងទៅធ្វើឲ្យមានភាពស្និទ្ធស្នាលមួយយ៉ាងដែរក៏ប៉ុន្តែបើយើងនិយាយពីវិន័យសង្ឃវិន័យពុទ្ធសាសនាក្នុងនេះវារៀងរយាលបន្តិចតែប៉ុណ្្នឹងឯងខ្ញុំនិយាយនេះមិនមែនចង់ន័យថាទៅធ្វើបាបលោកឡុងចន្ទថាអីទេខ្ញុំជា fan របស់គាត់ដែរ fan នៅក្នុងន័យថាសង្ឃទៅដូចថាគាត់ប្រកែមែនតើបាទអត់អីទេតែយ៉ាងណាលោកឡុងចន្ទថាគាត់ឡើងខ្លាយទៅជាសង្ឃហើយគាត់ជាពុទ្ធជនធម្មតាទេគាត់ថាវីដេអូរបស់គាត់នឹងនៅតែដដែលទៅសែតពេញបណ្ដាញសង្គម Facebook ចឹងមានអាបាត់ន័យថាយើងត្រូវប្រតិបត្តិខ្លួនឲ្យរៀងតឹងជាងគេបន្តិចតែប៉ុណ្្នឹងទេអញ្ចឹងការញៀនលបែងញៀនស្អីហ្នឹងណាគឺជារឿងធម្មជាតិរបស់មនុស្សទេកុំទៅបន្ទោសមនុស្សញៀនលបែងដោយសារតែយើងមិនបង្ក្រាបបនលបែងមនុស្សញៀនរំលោភដោយសារតែយើងមិនយកគាត់ទៅព្យួរកតាព្យួរកឬក៏ដាក់ទោសឲ្យធ្ងន់ទៅវាអស់ហើយអ្នកផ្សេងរៀងចាលហើយតែដល់ពេលអត់តែយើងនាំគ្នាបន្ទោសគ្រាកស្លៀកខ្លីឬក៏លេចលើលេចក្រោមយើងធ្វើបាបអាអ្នករំលោភហ្នឹងនៅតែរំលោភពេញភូមិចឹងទៅអាហ្នឹងយើងអត់ដោះស្រាយបញ្ហាហ្នឹងបានទេតែឥឡូវថៃគេមានច្បាប់មានអីសម្រាប់ធ្វើកាស៊ីណូនៅប្រទេសថៃចឹងកុំភ័យអីលោកហ៊ុនសែនមិនឈឺក្បាលនឹងថៃចូលមកលេងល្បែងនៅស្រុកខ្មែរទៀតទេព្រោះចាប់ពីពេលនេះទៅកាស៊ីណូទាំងអស់នឹងបើកនៅប្រទេសថៃហើយដាច់ខ្យល់អ្នកដែលបើកកាស៊ីណូនៅស្រុកខ្មែរដែរតាក់ទងរឿងថៃប៉ុន្តែនៅតែមានចិនមានអីម្ដងទៀតបងប្អូនខ្មែរយើងនឹងក៏ប្រកែលេងល្បែងដែរវាអត់មានខុសអីគេទេគ្រាន់តែថាការលេងល្បែងនេះណាវាមានលក្ខខណ្ឌពីរដែលគ្រោះថ្នាក់និងមិនគ្រោះថ្នាក់ពពុទ្ធលោកផ្ដាំមកថាអំពើអបាយមុខពិតជាមាន3មែនហើយល្បែងស្រីស្រាពាលីអាវ៉ាសែហ្នឹងគឺយើងត្រូវបរវាជិះឆ្ងាយប៉ុន្តែតើប្រជាពលរដ្ឋដែលកាន់សាសនាពុទ្ធប្រមាណអ្នកបើជាប្រុសដែលអត់ពិសាស្រាស្រាមិនមែនជាគ្រឿងអបាយមុខទាល់តែយើងទៅនេះទេព្រោះយើងឃើញគេមានពិធីអីគេទទួលជុលកែវចុះលោកហ៊ុនសែនពេលដែលជុលកែវឈើងមានស្រាសំប៉ាយហ្នឹងហើយគាត់មកប្រតិបត្តិធម៌ប្រតិបត្តិអីជឿពុទ្ធសាសនាចឹងបានឲ្យគាត់មិនមែនអ្នកកាន់សាសនាពុទ្ធទេអញ្ចឹងតែពិធីផ្លូវការគឺវាត្រូវតែមានការជុលកែវសំប៉ាញជាមួយភ្ញៀវបរទេសអីអញ្ចឹងជាទំនៀមទម្លាប់ហើយចឹងបើគាត់អត់ទទួលទានស្រាចឹងបានន័យថាបើគាត់ទទួលទានស្រាគឺគាត់មិនមែនជាអ្នកដែលកាន់សាសនាពុទ្ធគាត់ប្រឆាចត្រូវអាបត្តិអីចឹងយ៉ាងម៉េចគាត់មិនមែនជាបព្វជិតទេអញ្ចឹងអ្នកដែលកាន់សាសនាពុទ្ធដែលជាពុទ្ធជនធម្មតាគឺគ្រាន់តែយើងស្ដាប់ទៅវាចាក់ទៅបើយើងចង់កាន់សិល5ចាំសិល8អីចឹងលក្ខនឹងលក្ខអីចឹងទៅប៉ុន្តែធ្វើបានមិនបានវាអាស្រ័យទៅលើការតាំងចិត្តទេហើយក៏មិនមែនបានន័យថាត្រូវធ្វើឲ្យបានដែរប៉ុន្តែការទទួលទានសូរាឬមិនទទួលទាននោះគឺទាល់តែយើងមានការទទួលខុសត្រូវខ្លួនឯងដឹងថាកម្រិតណាដើម្បីសុខភាពដឹងថាកម្រិតណាហូបដើម្បីធ្លាក់ថ្លើមហើយកម្រិតណាហូបដើម្បីយករង្វាន់ដើម្បីជួយពេទ្យឲ្យធូរធារអីអាហ្នឹងយើងដឹងខ្លួនឯងតើបងប្អូនអាហ្នឹងគឺយើងដឹងហើយតែភាគច្រើនគឺយើងថាបើផឹកឲ្យគេសែងហ្មងផឹកដើរខ្លួនឯងអត់ចេះផឹកអាហ្នឹងទម្លាប់យើងគឺចង់តតែលូនអាហ្នឹងវាពិបាកអញ្ចឹងដែរតែហ្នឹងវាទៅជារឿងញៀនអីអញ្ចឹងទៅបងប្អូនឥឡូវម្ដងទៀតអ្នកញៀនលបែងនៅណាក៏មានដែរខ្មែរយើងហ្នឹងទៅមើលទៅបងប្អូនមកមើលទីក្រុងឡុងបិចយើងហ្នឹងនៅតាមសួននៅតាមអីនៅតាមអាកន្លែង Park 7អីនេះនៅ
និយាយទៅឲ្យតែមានខ្មែររស់នៅល្បែងហ្នឹងគឺហៀកែងដូចតែគ្នាទេប៉ុន្តែសួរថាអាហ្នឹងវាអាក្រក់ខ្លាំងមែនវាមិនមែនជាអាក្រក់ខ្លាំងអីទេព្រោះល្បែងហ្នឹងជួនកាលបើយើងលេងដើម្បីកំដរសប្បាយមិត្តភ័ក្តិក្អាកក្អាយកុំលេងស៊ីលុយគ្នាច្រើនខ្ញុំមិនចង់ឲ្យលេងល្បែងស៊ីសងទេជួបគ្នាទៅជជែកគ្នាទៅដើម្បីឲ្យបរិយាកាសហ្នឹងកុំឲ្យវាដដែលអញ្ចឹងទៅប៉ុន្តែកុំប្រព្រឹត្តជាអាជីពណា ខ្វះស្អីខ្មែរយើងនៅកាស៊ីណូហ្នឹងចូលហែងទៅលោកដងណាទៅមើលមើលប៉ុន្តែនៅអាមេរិកនេះវាបើសិនជាល្បែងលេងមាន2យ៉ាងទី1បើយើងលេងល្បែងក្នុងស្ថានភាពដែលយើងមានការងារធ្វើត្រឹមត្រូវយើងមានប្រាក់ចំណូលគ្រប់គ្រាន់យើងមានស្អីលុយហ្នឹងចូលមកហើយនៅពេលដែលចង់សាកថ្មជីវិតហើយសៅរ៍អាទិត្យអីចឹងម្ដងម្កាលទៅកាស៊ីណូអីចឹងទៅអស់50 100អីគ្រាន់តែលេងឲ្យស្គាល់គេឲ្យសប្បាយកំដរផ្លូវចិត្តដែលប្រាក់ខែយើងមានដូចថា$5-6,000អស់ត្រឹម$100-200ចាត់ទុកថាជាការកំសាន្តអារម្មណ៍ហើយប្រកបដោយការទទួលខុសត្រូវហើយចេញមកវិញគឺធម្មតាកុំសេះដាច់យកសេះតាមអានឹងអត់អីទេគេធ្វើអញ្ចឹងគ្រប់តែគ្នាមិនមែនដាច់អាបត្តិដាច់អីទេសម្រាប់បឋិជនធម្មតាគឺកំសាន្តសប្បាយជារបៀបដូចថាជាងការទៅខារ៉ាអូខេទៅស្ទូចត្រីឬទៅអីគឺគេមានវិធីកំសាន្តតាមបែបបទអីអញ្ចឹងវាអត់មានខុសអីទេក៏ប៉ុន្តែបើយើងយកវាជាអាជីពស៊ីសាច់ហុតឈាមគ្នាគឺថាអស់ផ្ទះអស់សម្បែងលេងខ្លាំងសម្បើមអាហ្នឹងគឺខុសហើយមិនមែនខុសផ្លូវពពុទ្ធទេគឺអាផ្លូវអាណាចក្រហ្នឹងក៏ខុសដែរព្រោះអីយើងមិននៅផ្ទះយើងមិនរកការងារធ្វើប្រពន្ធកូនអត់ជួយមើលការខុសត្រូវផ្ទះសម្បែងដើរលេងល្បែងមួយថ្ងៃវល់ល្ងាចអត់ដេកអត់បាយកាហាយទឹកធ្លាក់ខ្លួនឈឺហើយទៅជពាក់គេរុំសួតអត់ផ្ទះនៅអាហ្នឹងយើងប្រព្រឹត្តអំពើអបាយមុខហើយព្រោះយើងអត់ការទទួលខុសត្រូវប៉ុន្តែអ្នកដែលនៅប្រទេសសេរីប្រទេសដែលរកលុយបានការលេងល្បែងភាគច្រើនគឺលេងកម្សាន្តប៉ុន្តែអ្នកនៅប្រទេសក្រីក្រដូចស្រុកខ្មែរលេងល្បែងគឺលេងជាអាជីពហ្មងគឺយើងលេងដើម្បីយករបរអាហ្នឹងហើយដែលយើងភ្លាត់ធ្ងន់ណាស់គ្រោះថ្នាក់មែនតើតែអស់លុយគឺយើងលួចហើយយើងប្លន់ណាយើងសម្លាប់គេយើងចាប់ចម្រិតគេដើម្បីបានលុយហ្នឹងយកមកលេងល្បែងឬក៏ស្រង់ដើមអានេះគ្រោះថ្នាក់មែនតើព្រោះទី1ប្រាក់ដែលរកបានវាតិចតួចពេកប្រាក់ខែ200-300អី500មួយខែដល់យកទៅលេងល្បែងយកអស់ទៅមួយខែហ្នឹងបានមកពីណាបើមិនប្លន់បើមិនលួចបើមិនចាប់ចម្រិតបើមិនធ្វើបាបឪពុកម្ដាយទាលុយអាហ្នឹងគ្រោះថ្នាក់អញ្ចឹងទេតែបើប្រាក់ខែយើង4-5,000ធូធាសល់លុយដូចខ្ញុំនិយាយចឹងទៅអស់150អីគ្រាន់កំសាន្តហើយមនុស្សមកវិញរវល់ការងារទៀតវាអត់មានអ្នកណាទៅញៀនងប់អីធ្លាក់នៅក្នុងអំពើអបាយមុខហ្នឹងទេស្រុកណាក៏គេលេងដែរល្បែងហ្នឹងនោះអញ្ចឹងមិនមែនកាស៊ីណូបើកពេញអាមេរិកគេបើកកាស៊ីណូលុយគេចូលរាប់ពាន់លានដុល្លារមួយឆ្នាំឆ្នោតឡូតូគេមួយឆ្នាំរត់គេចូលរាប់រយលានដុល្លារអញ្ចឹងគេធ្លាក់នរកអស់ហើយអញ្ចឹងវាមិនមែនអញ្ចឹងទេប្រជាពលរដ្ឋមានប្រាក់ចំណូលគ្រប់គ្រាន់គេលេងអីបន្តិចបន្តួចប្រកបដោយការទទួលខុសត្រូវបងប្អូនធ្វើអីក៏ដោយប្រកបដោយការទទួលខុសត្រូវនិងបញ្ញានិងការត្រេះរិះត្រឹមត្រូវវាអត់ដែលខុសទេសូរ៉ាក៏អត់ខុសដែរក្រេបបន្តិចបន្តួចដើម្បីសុខភាពដើម្បីកំដរបរិយាកាសបានប៉ុន្តែកុំលើកដាច់យើងលើកដាច់ហ្នឹងគឺយើងនិយាយទៅមិនចាស់ទេអ្នកដែលហូបស្រាមកពេលអស់កន្លះកេះអីគ្នា3នាក់ហ្នឹងមិនដែលចាស់ទេព្រោះតែអាយុតែត្រឹម45អីស្លាប់បាត់អស់ហើយរឿងវាតែអញ្ចឹងតាហើយយើងចង់សម្លាប់ខ្លួនឯងមែនវាមិនដែលល្អស្អីព្រោះអាគ្រឿងទាំងអស់ហ្នឹងវាធ្វើឲ្យខូចថ្លើមខូចប្រមាត់អីយើងតាតែចឹងបានថាធ្វើអីក៏ដោយឲ្យវាមានផ្លូវកដាលវាអត់ដែលខុសទេអ្នកកាន់សាសនាអីក៏ដោយតែខ្ញុំនិយាយរឿងស្រីបើវាជាឲ្យឆ្ងាយបើយើងមានប្រពន្ធមានអីរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ហើយយើងទៅមានស្រីញីមានអីអាហ្នឹងមួយគឺអត់មានរឿងញៀនអត់មានរឿងអនុគ្រោះទេព្រោះយើងក្បត់ក្រុមគ្រួសារយើងក្បត់ប្រពន្ធកូនយើងលួចទៅមានស្រីញីសហាយស្មន់បែបនេះគឺយើងនឹងធ្វើឲ្យគ្រួសារនេះអញែអញៃឆ្លោះគ្នាបែកបាក់ហើយវាអសិលធម៌សពបែបយ៉ាងអារឿងនេះមួយបើប្រពុតហាមចំណុចនេះមួយគឺខ្ញុំគិតថាពុទ្ធហាមត្រូវមែនតើដែលត្រូវតែបវាជាឆ្ងាយប៉ុន្តែស្រានិងលបែងនេះគឺខ្ញុំឃើញគេប្រព្រឹត្តឲ្យតែមានការទូខុសតែរឿងស្រីមានស្រីក្នុងចំណងអាពាហ៍ពិពាហ៍ផ្ដេសផ្ដាស់នេះណាអានេះអត់មានការទទួលខុសត្រូវកើតទេគឺតែមានគឺខុសហ្មងហើយស្រុកខ្មែរយើងនិយាយពីឥឡូវហ្នឹងគេមានគេហៅថាស្អីគេ
ដូចជាភាពពេញនិយមចាស់មានលុយកាក់ជាមន្ត្រីជាអីហ្នឹងគេមានប្រពន្ធចង់មានអីច្រើនអីអញ្ចឹងទៅគឺជាការពេញនិយមរបស់គេមានស្រីក្មេងស្រីអីចឹងបាទអាហ្នឹងគឺជារឿងមួយដែលតែរឿងនេះគឺខ្ញុំនិយាយចឹងរឿងស្រីញីនេះណាគឺទាល់តែយើងលែងលះប្រភរិយាដើមរបស់យើងដាច់សំធ្វើទៅយកប្រពន្ធថ្មីអាហ្នឹងវាមិនខុសអីឆ្កងសិលធម៌អីធំដុំទេប៉ុន្តែបើយើងនៅប្រពាក់ប្រពន្ធគ្នាបែបនេះគឺយើងសិលធម៌យើងទៀតតែឥឡូវយើងបន្តទៅទៀតអូយវែងមែនតើណាបងប្អូនឆ្លៀតឱកាសដោយសារថ្ងៃអាទិត្យផងទេសនាឯងមកក្រែធំសុំអធិស្ឋានឥឡូវវិលមករឿងញៀនលបែងដែលលោកហ៊ុនសែនបន្ទោសទៅលើភាគីថៃថាដោយសារតែថៃញៀនលបែងនឹងឯងដែលធ្វើឲ្យចង្រៃដល់ខ្មែរព្រោះអីថៃញៀនលបែងចាប់ផ្ដើមចូលមកលេងលបែងបង្កើតអាឆបោកអនឡាញដោយទាំងខ្មែរដែរថាខ្មែរយើងមិនមែនជាអ្នកឆបោកអនឡាញទេលោកហ៊ុនសែននិយាយចំណុចនេះខ្ញុំគាំទ្រកន្លែងមួយដែលគាត់ថាអញ្ចឹងគាត់ថាកម្ពុជាសំណាងដែលមិនទាន់ត្រូវបានពួកឆបោកអនឡាញនេះបង្រៀនឲ្យចេះឆបោកអនឡាញនៅឡើយលោកហ៊ុនសែនគាត់មានមោទនភាពខ្លាំងមែនទែនដែលគាត់គិតថាប្រជាពលរដ្ឋខ្មែរមិនទាន់ចេះឆបោកអនឡាញទេគឺពួកបរទេសទេអញ្ចឹងគាត់ចង់រំលេចរឿងពីរថាខ្មែរយើងនៅមានកម្រិតមិនមែនជាអ្នកឆបោកទេទី1ទី2គាត់នៅតែទម្លាក់កំហុសទៅលើជនបរទេសទេដែលនាំអាចធ្វើឲ្យមានការឆបោកកក្រើកហើយកម្ពុជាជាជនរងគ្រោះទេអាកន្លែងហ្នឹងគាត់និយាយមានហេតុផលកន្លែងមួយថាកម្ពុជាមិនទាន់คลายទៅជាអ្នកឆបោកអនឡាញខ្ញុំទទួលស្គាល់ត្រង់ថាអញ្ចេះទេបងប្អូនតែគាត់និយាយត្រូវប្រជាពលរដ្ឋកម្ពុជាច្រើនណាស់អត់សូវចេះនិយាយភាសាអង់គ្លេសស្ទាត់ជំនាញដូចជនជាតិបរទេសដែលមកធ្វើរបរអនឡាញឆបោកអនឡាញនេះគឺតើយើងចេះអង់គ្លេសព្រោះយើងអត់អាចឆបោកខ្មែរគ្នាឯងទេហើយខ្ញុំគិតថាកម្ពុជាមានភ័ព្វសំណាងជាងគេតាក់ទងរឿងឆបោកអនឡាញត្រង់ថាយើងមិនមែនជាជនរងគ្រោះនៃអំពើឆបោកទេហើយខ្ញុំប្រាប់ថាហេតុអីប្រជាពលរដ្ឋខ្មែរច្រើនណាស់មិនមែនជាជនរងគ្រោះនៃអំពើឆបោកដោយសារខ្មែរក្រនេះគឺជាកម្មគេហៅកុសលកម្មអាក្រក់មែនប៉ុន្តែវាទៅជាភ័ព្វគេហៅលៀបនៅក្នុងគ្រោះធំណាស់ដែលមានអំពើឆបោកអនឡាញនៅក៏ក្រើកពេញផ្ទៃស្រុកខ្មែរនិងបរទេសដែលយកមជ្ឈមណ្ឌលនៅកណ្ដាលបេះដូងខ្មែរប៉ុន្តែមានខ្មែរយ៉ាងតិចណាស់ដែលជាជនរងគ្រោះនៃអំពើឆបោកតិចណាស់ខ្ញុំនិយាយស្ទើរតែមិនដល់ 1% ផងទេមើលទៅភាគច្រើនគឺជាជនជាតិអាមេរិកឬក៏ជនជាតិចិននៅចិនឬក៏ជនជាតិថៃខ្លួនឯងហ្នឹងឬក៏ជនជាតិដទៃទៀតដែលមានជីវភាពទូធានេះគឺដោយសារភ័ព្វវាសនារបស់យើងដោយសារយើងក្រព្រោះនៅពេលដែលយើងក្រពួកឆបោកអនឡាញមិនអាចទៅឆបោកយើងបានទេព្រោះយករតាំងកច្រកឆ្នាំងមិនបានផងទៅឆបោកអនឡាញនឹងយ៉ាងម៉េចបានលុយពីយើងមានតែយើងទៅយកលុយពីគេមកវិញអញ្ចឹងវាអត់ទេពួកឆបោកក៏គេចេះដែរទី1គឺយើងក្រទី2ខ្មែរច្រើនណាស់អត់សូវចេះអង់គ្លេសខ្ញុំនិយាយនេះមិនមែនបានមើងងាយជាតិសាសន៍ខ្មែរថាអត់សូវចេះអង់គ្លេសមានច្រើនដែរចេះក្មេងៗចាស់ក៏អត់សូវចេះទេហើយការឆបោកអនឡាញនេះគេមិនមែនដៅគោលដៅមនុស្សក្មេងៗទេព្រោះក្មេងឆ្លាតវៃដឹងអំពីអំពើបោកគឺគេដៅមនុស្សដែលមានអាយុចាប់ពី55ឆ្នាំឡើងទៅហេតុអីបានឆបោកអនឡាញគេដៅមនុស្សដែលមានអាយុ55ឆ្នាំឡើងទៅគឺដោយសារតែអ្នកទាំងអស់នោះចូលវ័យហ្នឹងគឺចាប់ផ្ដើមជាពិសេស65ឆ្នាំឡើងទៅគឺរត្រែតឈប់ធ្វើការមានប្រាក់សោធននិវត្តន៍ហើយមានប្រាក់សន្សំច្រើនខ្ញុំនិយាយតែនៅស្រុកអាមេរិកទេហើយជនជាតិអាមេរិកច្រើនណាស់ដែលអាយុចាប់ពី65ឆ្នាំទៅคล้ายជាជនរងគ្រោះនៃអំពើឆបោកអនឡាញមានរូបភាពពីរនៃការឆបោកអនឡាញទី1គឺរូបភាពទំនាក់ទំនងស្នេហាយើងត្រូវចាំថាជនជាតិអាមេរិកច្រើនណាស់នៅអឺរ៉ុបនឹងអីចាស់ទៅគាត់ឯកោដោយសារតែគាត់ធ្លាប់ធ្វើការទៅកូនគេចេញអស់គេបែកអស់គេធំអស់គេអត់នៅស្រុកខ្មែរដូចយើងមកផ្ទះនៅគ្នាប្រពាក់ប្រពូនទាំងកូនទាំងចៅតគ្នាអញ្ចឹងទេស្រុកអាមេរិកវប្បធម៌ខុសគ្នាគឺថា18គឺធាក់ចេញអស់ហើយអត់មានអ្នកណាមកនៅជាមួយទៀតទេគឺអស់ហើយចាប់អាយុ18ចេញបើថានៅជួយបងលុយថ្លៃផ្ទះផង
ឬក៏អីហើយឪពុកម្ដាយអត់ចង់ឲ្យកូនអាយុ18ឆ្នាំនៅជាមួយទេព្រោះជាបន្ទុកធំណាស់គឺបន្ទុកសពបែបយ៉ាងចិញ្ចឹមតាំងពីអាយុមួយខួបមករហូតដល់18ឆ្នាំហើយមកនៅនឹងទៀតចិញ្ចឹមដល់ណាទៀតវប្បធម៌វាខុសគ្នាបងប្អូនអត់ដូចខ្មែរយើងទេអញ្ចឹងចេញឲ្យអស់18ឆ្នាំបន់ឲ្យដល់18ឆ្នាំអានចេញព្រោះបើអត់បើហ៊ានបដិញកូនចៅចេញពីផ្ទះមុនអាយុ18ឆ្នាំម៉ែឪនឹងជាប់គុកទៀតព្រោះអីក្មេងជាអនិច្ចជនគឺស្ថិតក្រោមការត្រួតត្រារបស់ឪពុកម្ដាយដើរទៅណាមកណាតែមានបញ្ហាអីម៉ែឪអត់ដឹងអត់ព្រមមើលកូនគេចាប់ឪម៉ែនឹងដាក់គុកទៀតអញ្ចឹងភារៈកិច្ចនឹងទទួលខុសត្រូវសពបែបយ៉ាងមើលបីបាច់ថែរក្សាហើយគឺទទួលខុសត្រូវសពបែបយ៉ាងប៉ុន្តែរដ្ឋក៏គេគិតគូរយើងដែរថាបើយើងកូនយើងអត់ទាន់គ្រប់អាយុ18ឆ្នាំទេមួយឆ្នាំគេឲ្យយើង3 4000អីដែរដើម្បីគេហៅ child credit រដ្ឋគេឲ្យលុយយើងដើម្បីឲ្យយើងយកទៅទិញម្ហូបទិញខោអាវអីជាសម្រាលបន្ទុកគ្រួសារដែរមិនអត់សោះទេមិនមែនមានកូនអត់ប្រយោជន៍ទេចង់និយាយថារដ្ឋគេគិតគូរដែរថាម៉ែឪពិបាកគេជួយលុយខ្លះទៅកុំឲ្យពិបាកមើលកូនតែអាយុ18ឆ្នាំទៅកូនអាចធ្វើការធ្វើអីរកលុយបានគឺម៉ែឪចង់ឲ្យចេញទៅឲ្យឆាប់ម៉ែឪអាគាំងបរទេសសំទោសជនជាតិអាមេរិកតែបើម៉ែឪខ្មែរវិញចង់អោបកសោបនៅមួយគ្នានឹងហើយអត់អីទេព្រោះអីវាវប្បធម៌វាខុសគ្នាចឹងហើយបានឪពុកម្ដាយជាដូនជាតាខ្មែរដែលមករស់នៅស្រុកគេខកចិត្តរឿងការចិញ្ចឹមបីបាច់កូនហ្នឹងណាព្រោះវប្បធម៌វាអត់ដូចគ្នាទេក្មេងនៅស្រុកនេះគេគិតតាមក្មេងអាមេរិកយើងម៉ែឪចាស់ក៏គិតតាមបែបស្រុកខ្មែរដល់ចឹងទៅធ្វើឲ្យយើងដូចថាម៉ែឪពិបាកចិត្តអីចឹងមិនអាចគ្រប់គ្រងកូនបានកូនតមាត់តអីគេធ្វើអីស្រេចគេធ្វើអីស្រេចគេហើយតែអាយុ18ឆ្នាំអានឹងជាទំនៀមទម្លាប់របស់ប្រពៃណីគេអញ្ចឹងមកតែជាងយើងចូលស្ទឹងតាមបត់តាមគេអញ្ចឹងទៅអញ្ចឹងបានថានៅពេលដែលពួកគាត់ចេញទៅក្រៅផ្ទះគឺអានេះរបៀបអប់រំដឹកនាំកូននៅឯស្រុកអាមេរិកដែលយើងឃើញថាប្រពៃណីទំនៀមទម្លាប់គឺខុសគ្នាបែបនេះអញ្ចឹងវិលមកតកតងនឹងរឿងអឺរឿងការទទួលខុសត្រូវរបស់អាណាព្យាបាលមិញនេះខ្ញុំចង់និយាយថាយើងទទួលខុសត្រូវបែបផ្សេងគ្នាជាមួយនឹងកម្ពុជាអញ្ចឹងអាវប្បធម៌របស់យើងហ្នឹងគឺវាអត់ដូចគ្នាទេហើយចាស់នៅស្រុកអាមេរិកនេះនៅពេលដែលគាត់ចាស់ទៅកូនចេញអស់ទៅគឺគាត់សល់លុយរត្រែតច្រើនណាស់អ្នកខ្លះសល់រាប់សែនដុល្លារបងប្អូនមិនមែនតិចទេណាជនជាតិអាមេរិកគាត់ខំធ្វើការមកបានប្រាក់ខែអញ្ចឹងទៅនៅពេលរត្រែតមិនមែនដូចស្រុកខ្មែររកតែលុយទិញអង្គឲ្យតែគ្រប់ហូបប្រចាំខែអត់បានទេប្រាក់រត្រែតយើងចុះបើប្រាក់រត្រែតយើងឲ្យច្រើនមិនឥឡូវកាលនៅធ្វើការរត់កាលពីមុននោះថាបាន$100ចុះដល់ពេលរត្រែតបានបើថាបាន70%នៃប្រាក់ធ្វើការបាន$70ហ្នឹងតោះតែយើងបាន100%នៃអាប្រាក់ធ្វើការហ្នឹងបាន$100មាននរណាដែលឲ្យប្រាក់រត្រែត100%នោះបងប្អូនអញ្ចឹងបើយើងធ្វើការបាន$5000រត្រែតទៅគេបើកឲ្យ$5000មិនមែនទេគឺបានភាគរយណាមួយនៃប្រាក់រត្រែតហ្នឹងតែគាត់មានប្រាក់សន្សំប្រាក់អីច្រើនជនជាតិអាមេរិកសល់លុយសន្សំច្រើនណាស់ជាពិសេសចាស់នេះឯងហើយដែលធ្វើឲ្យពួកឆបោកអនឡាញនេះគាត់ទី1ស្នេហាចាស់ឯកោកូនចៅចេញអស់ចាប់ផ្ដើមអ្នកនោះផ្ញើរូបថតប្រុសស្អាតស្រីស្អាតហើយតាំងលួងណាស្រឡាញ់គ្នាស្រឡាញ់អីចុះឡើងដល់ពេលដោះខោអាវចុះព្រោះធម្មតាផ្ញើរូបទៅមកគាត់មានដឹងថាអ្នកនោះឯងមិនមែនមនុស្សនឹងណារូបស្រីស្អាតឬរូបប្រុសសង្ហាដើមមានសាច់ដុំមានអីចឹងចិត្តតែអួតទៅអួតមកគ្នានេះជឿចេះទៅហើយព្រោះចាស់ក៏អត់សូវដឹងពីបច្ចេកវិទ្យាផ្ញើរូបទៅមកផ្ញើរូបចុះឡើងខាងនេះផ្ញើរូបអាក្រាតទៅខាងនោះផ្ញើរូបអាក្រាតមកអាក្រាតទៅអាក្រាតមកខាងនោះទាឲ្យខាងនោះដោះខោអាវឬក៏អីទៅចាប់ផ្ដើមចម្រិតយកលុយបណ្ដោយព្រោះដោយសារអីបានរូបថតអាភាសនេះពីភាគីម្ខាងទៀតតែភាគីខាងបោកគេនោះគាត់មិនមែនពិតទេគាត់คล้ายហ្នឹងក៏ចេះតែផ្ញើរូបនរណាឲ្យទៅខាងនេះគ្នាស្មានតែពិតមែនខំប្រឹងថតអាក្រាតថតអីទៅណេះថតយកវីដេអូទុកអស់ធ្វើជាកញ្ចប់មួយចាប់ចម្រិតយកលុយអញ្ចឹងគ្នាអត់មានជំរឿសអីដើម្បីកិត្តិយសដើម្បីសេចក្តីថ្លៃថ្នូរខ្លាចគេបញ្ចេញវីដេអូហ្នឹងទៅក្រៅក៏សុកចិត្តឲ្យលុយទា1000ឲ្យ1000 5000ឲ្យ5000 10000ឲ្យ10000ទារហូតទាគ្មានទីបញ្ចប់ទេនេះហើយដែលជាជនរងគ្រោះចំណុចទី1ចំណុចទី2គឺរបៀបរងគ្រោះនៃប្រាក់សល់ច្រើនពេកហើយអត់ដឹងយកទៅធ្វើអីព្រោះខ្លួនកាន់តែចាស់ហើយឮគេថាអូបើយកមកវិនិយោគនេះបានការប្រាក់នេះឬក៏ចូលក្រុមហ៊ុននេះអីអញ្ចឹងទៅអាមេរិកជាទូទៅចូលចិត្តណាស់វិនិយោគព្រោះនេះជាគំនិតខួរក្បាលរបស់ប្រជាពលរដ្ឋអាមេរិកទាំងអស់
ព្រោះគេមិនយកលុយទៅដាក់ក្រោមកន្ទេលទេការបង្រៀនសេដ្ឋកិច្ចនៅស្រុកអាមេរិកនេះគឺបង្រៀនមនុស្សឲ្យចេះចាយលុយអត់មិនបរៀនមនុស្សឲ្យសន្សំលុយទុកក្រោមកន្ទេលទេហើយបង្រៀនមនុស្សឲ្យយកលុយដាក់នៅក្នុងធនាគារយកការប្រាក់ឬរកអីអត់យកលុយទៅដាក់ក្នុងទូហឹកកែដែកទេហើយប្រពៃណីនេះរាប់រយឆ្នាំមកហើយអញ្ចឹងប្រជាពលរដ្ឋអាមេរិកគឺអ្នកណាក៏គេចេះវិនិយោគដែរដាក់លុយក្នុងផ្សារហ៊ុនទិញស្តុកទិញអីចឹងទៅគឺគេវិនិយោគតាមលទ្ធភាពដែលអាចធ្វើទៅបានព្រោះគេចង់ឲ្យសេដ្ឋកិច្ចដើរនៅអាមេរិកនេះគឺសេដ្ឋកិច្ចគេហៅថាប្រព័ន្ធសេដ្ឋកិច្ចបែបប្រើប្រាស់គេថា consumer economy នេះគឺសំដៅសេដ្ឋកិច្ចដើរដោយប្រជាពលរដ្ឋទិញជាវប្រើប្រាស់អត់មែនប្រជាពលរដ្ឋទុកលុយក្រោមខ្នើយក្រោមពូកទេអញ្ចឹងហើយបានបងប្អូនឃើញនៅហាងអាមេរិកជាទូទៅបើយើងទិញរបស់អីក៏ដោយគឺគេលើកទឹកចិត្តយើងឲ្យទិញច្រើនតែម្ដងលើកទឹកចិត្តដោយរបៀបណាបើយើងទិញឧទាហរណ៍ថាផ្លែឪឡឹកបើគេលក់$1.5តែបើយើងទិញ3តែ$10ទេហើយយើងចាំគិតថាឈួតឬក៏ជានេះបើ$1.5 3វាច្បាស់ជា$15ហើយហេតុអីបានជាមក$10អញ្ចឹងយើងគិតថាបើទិញ3មួយតែ$3កន្លះហ្នឹងអញ្ចឹងហេតុអីបានទៅទិញតែមួយខាតទិញ3នៅពេលដែលយើងទិញ3អស់$10បានអាឡឹក3ប៉ុន្តែបើយើងទិញ5អាឡឹកហ្នឹងតែ$15ទេគឺចុះទៀតទេយើងទិញមួយ$10តែបើទិញ3អស់ចង់និយាយថាទិញកាន់តែច្រើនគឺគេឲ្យយើងបញ្ចុះកាន់តែច្រើនដើម្បីអីលើកទឹកចិត្តឲ្យយើងទិញច្រើនហើយសួរយើងទិញទៅធ្វើអីបើយើងនៅម្នាក់ឯងមិនទិញមកធ្វើអីទេអាហ្នឹងប៉ុន្តែឃើញគេចុះតម្លៃចេះយើងចេះគិតស្ដាយអូទិញឲ្យច្រើនមកដល់តែពេលយើងទិញច្រើនយកទៅចែកគ្នាទៅឃើញអាវប្បធម៌ចែករំលែកហូបវាមិនអស់ប៉ុន្តែបើខ្ញុំឧទាហរណ៍បើអាឡឹកមួយហ្នឹង$5បើទិញ3គេបានអស់តែ$10ចុះបើខ្ញុំទិញ3ខ្ញុំហុចឲ្យអ្នកផ្សេង2ចិត្តផ្ទះមួយទៅឬក៏ណាទៅវាដូចតែបានប៉ុនបានកសលហើយខ្ញុំក៏ហូបមិនអស់ប៉ុន្តែបើសិនជាខ្ញុំមិនទិញអញ្ចឹងបើខ្ញុំទិញបន្តិចដូចស្មើអស់លុយប្រហែលគ្នាតែដល់ពេលទិញអញ្ចឹងបានសល់របស់ចែកគ្នាវប្បធម៌ចែករំលែកមានភ្លាមអត់ស្ដាយអត់សំណោះព្រោះទុកខ្លួនឯងក៏មិនដឹងយកទៅធ្វើអីសំទោសមិនមែនថាយកទៅហូបទៅសោះអំបោះចោលទេមិនមែននិយាយចឹងទេខ្ញុំចង់និយាយថាចាប់ផ្ដើមចេះនឹកឃើញថាបើទិញមកបើមានកូនមានចៅមានមិត្តភ័ក្តិលើកយកទៅដាក់ឲ្យគ្នាខ្លះទៅជូនគ្នាទៅឃើញចាប់ផ្ដើមសង្គមហ្នឹងគឺចាប់ផ្ដើមប្រស្រ័យតាក់ទងគ្នាយកធុរៈចេះយកចិត្តគ្នាថាមើលគ្នាទៅខ្វះអីបាននេះចេះខាងនោះគេទិញបានគេយកមកផ្ញើខាងនេះបានសាឡាត់ដូចទៅ Costco អីសាឡាត់បើទិញអត់ទិញមួយដុំទេគឺគេលក់មកស្បោងមាន5បាច់ប៉ុន្តែតម្លៃ5បាច់ហ្នឹងគឺបើយកទៅទិញនៅក្រៅគឺស្មើនឹងមួយបាច់ទេតែបើទៅទិញនៅ Costco គឺយើងបាន5បាច់ចឹងមកហ្មងដែលយើងជាសមាជិកហើយយើងយកទៅឯណាអស់ហើយយើងចេះគិតខ្លួនឯងថាចុះទិញច្រើនម៉េះតែបើយើងទៅក្រៅអា Costco ផ្សារ Costco នេះទៅទិញបានតែមួយបាច់តម្លៃប៉ុណ្ណឹងតែបើទិញនៅហ្នឹងគឺទិញបាន5បាច់តម្លៃប៉ុណ្ណឹងអញ្ចឹងយើងគិតមិនហើយទិញមកហើយយកទៅចែកគ្នាទៅហៅមកដើរដាក់តាមផ្ទះទៅនេះជាវប្បធម៌ចែករំលែកមួយទី2គេហៅថាវប្បធម៌ប្រើប្រាស់គឺមនុស្សប្រើច្រើនគឺសេដ្ឋកិច្ចវាដើរនៅពេលដែលយើងទិញច្រើនកសិករក៏ផលិតបានអីហ្នឹងគឺវាដើរអញ្ចឹងហើយទៅទិញស្អីថែមរហូតដើម្បីឲ្យមនុស្សទិញនេះគឺជាគំនិតច្នៃប្រឌិតនៃពួកគេហៅថាមូលធននិយមអាមេរិកដែលឆ្លាតវៃណាស់សេដ្ឋកិច្ចបែបនេះគឺដើរដោយសារអីដល់ពេលអញ្ចឹងហើយគេចាប់ផ្ដើមដំឡើងប្រាក់ខែប្រាក់ម៉ោងធ្វើការវិញឡើងឲ្យច្រើនរដ្ឋបានបង់ពន្ធច្រើនប៉ុន្តែប្រជាពលរដ្ឋមានកម្លាំងចាយពេលប្រជាពលរដ្ឋមានលុយចាយគឺគាត់ចាប់ផ្ដើមចាយទិញនេះទិញនោះសម្លៀកបំពាក់ទៅហាងហូបអាហារក្រៅទៅសេដ្ឋកិច្ចហ្នឹងគឺវាដើរដោយសារបែបនេះឯងដែលខ្ញុំនិយាយថាសេដ្ឋកិច្ចអាមេរិកដើរគឺដោយសារវប្បធម៌នៃការដែលផ្ដោតទៅលើបន្ទុកលុយក្រោមកន្ទេលអញ្ចឹងដល់ពេលចាស់ដែលខ្ញុំនិយាយមិញលុយគាត់សល់គាត់មានគំនិតច្នៃប្រឌិតរឿងវិនិយោគអីថែមទៀតគាត់មិនទៅយកទៅណាទេចំណាស់អស់ហ្នឹងហើយក៏ប៉ុន្តែគំនិតចង់តែវិនិយោគមិនចង់ឲ្យលុយនឹងមកកន្លែងដល់តែពួកឆបោកអនឡាញចាប់ផ្ដើមហៅគាត់ឲ្យវិនិយោគដាក់លុយនៅក្នុងអាគ្រីបតូនោះរូបិយវត្ថុគ្រីបតូហ្នឹងព្រោះជាការដូចយើង
ផ្សារហ៊ុននេះអញ្ចឹងយកមកទិញយកវិនិយោគក្រុមហ៊ុននេះហើយពួកគាត់ងាយនឹងជឿណាស់ដោយសារអីការវិនិយោគហ្នឹងគឺជារឿងស្របច្បាប់ហើយបានលុយចឹងទៅចាប់ផ្ដើមដាក់10000 20000អ្នកខ្លះប្រាក់សន្សំ$100000ដាក់ទាំងអស់ហើយអញ្ចឹងអ្នកខ្លះមាន$20000ដាក់ទាំងអស់ព្រោះវិនិយោគគេទុកចិត្តប៉ុន្តែវាចៃដន្យអីវាប៉ះចំក្រុមបោកហ៎បងប្អូនដូចក្រុម Gen Z ចឹង$15000,000ដែលគ្រាន់តែបោកលុយជាពិសេសភាគច្រើនលុយប្រជាពលរដ្ឋអាមេរិកទេខ្មែរយើងគ្មានលុយណាទៅចាញ់បោកគេទេបងប្អូនខ្ញុំនិយាយម្ដងទៀតខ្ញុំមិនមើងងាយជាតិសាសន៍យើងទេតែខ្មែរយើងមានភ័ព្វវាសនាដោយសារយើងក្របើយើងមានណាយើងចាញ់បោកពួកឆបោកនេះអស់ដាក់ដូចតែគ្នាហ្នឹងព្រោះអីតែយើងមានលុយមានអីយើងប្រហែលជាចង់វិនិយោគចង់អីបានលុយចំណេញអីទៀតទៅហើយតែដែលយើងអត់មានលុយសោះអញ្ចឹងគេបោកយើងអត់បានហើយយើងមានហើយលោកហ៊ុនសែនគាត់ថាយើងមានភ័ព្វវាសនាដែលគេអត់ទាន់បង្រៀនយើងឲ្យចេះឆបោកយើងមានភ័ព្វវាសនាមួយទៀតដោយសារភាសាអង់គ្លេសយើងនៅមានកម្រិតច្រើនព្រោះបញ្ញវន្តបណ្ឌិតអីដែលចេះភាសាអង់គ្លេសក៏គាត់មិនចង់ទៅរកអាវិធីសាស្ត្ររកស៊ីឆបោកនឹងដែរអាឆបោកនេះណាគេសម្រាប់តែមនុស្សដែលអត់ជំរឿសដែលមនុស្សទាត់ខ្យល់មនុស្សប៉ុន្តែចេះអង់គ្លេសខ្មែរយើងបើចេះអង់គ្លេសស្ទាត់ណាកម្រអត់ការងារធ្វើណាគាត់មានការងារសំរុំអីធ្វើបាត់ទៅហើយដូច្នេះវានិយាយទៅវាផលយើងវាល្អអញ្ចឹងវិញណាហើយយើងមិនអាចត្រូវឲ្យក្រុមនឹងរើមករើសយើងដើម្បីคลายទៅជាអ្នកឆបោកបន្តបានច្រើនទេព្រោះទី1គឺបើយើងចេះចំណេះវិជ្ជាចេះអង់គ្លេសជ្រៅជ្រះហេតុអីបានយើងទៅធ្វើឲ្យឆបោកយើងទៅធ្វើការក្រុមហ៊ុនយើងទៅធ្វើការឬក៏បើកស្អីសហគ្រាសខ្លួនឯងព្រោះអង់គ្លេសយើងចេះចំណាប់បែបនេះអញ្ចឹងហើយបានជាយើងរួចខ្លួនអញ្ចឹងហើយបានជាលោកហ៊ុនសែនថាយើងមានភ័ព្វវាសនាដែលគេអត់ទាន់បង្រៀនយើងឲ្យคลายទៅជាអ្នកឆបោកបាននៅឡើយតាមពិតលោកនិយាយត្រូវត្រង់កន្លែងហ្នឹងតែដោយសារតែកត្តាប្រជាពលរដ្ឋយើងនៅអត់ទាន់ចេះអង់គ្លេសច្រើនហើយប្រជាពលរដ្ឋយើងក្រទេកុំអីយើងនឹងคลายទៅជាជនប្រព្រឹត្តផងជាជនចាញ់បោកគេពេញទំហឹងដូចជនជាតិថៃដូចជនជាតិចិនអញ្ចឹងអាហ្នឹងរឿងហ្នឹងឥឡូវរឿងភាសាមួយទៀតដែលគាត់និយាយថាអឺគាត់ថាកម្ពុជាជាជនរងគ្រោះគាត់សួរថាចូលមកច្រកណាច្រើនម្ល៉េះបើមកតាមអាកាសគាត់ដឹងថាអត់ទៀតលោកហ៊ុនសែនច្បាស់អញ្ចឹងទៀតហើយខ្ញុំទទួលស្គាល់ថាគាត់និយាយត្រូវព្រោះអីអ្នកអត់ប៉ាសពតអត់អាចជិះយន្តហោះបានទេបើគាត់មិននិយាយក៏បានដែរព្រោះអីឆ្លងដែនតាមយន្តហោះតែយើងហុចប៉ាសពតបានអាចឆ្លងដែនបានព្រោះអាប៉ាសពតហ្នឹងគឺជាលិខិតឆ្លងដែនប៉ុន្តែឆ្លងដែនតាមអាកាសលិខិតឆ្លងដែនតាមអាកាសទាល់តែមានប៉ាសពតបើអត់មកអត់បានអញ្ចឹងគាត់ថាមកតាមអាកាសដឹងតែអត់ទេអញ្ចឹងមកតាមណាគឺមកតាមទឹកឬក៏មកតាមគោកហើយស្រួលណាស់ឆ្លងដែនតាមគោកហ្នឹងគឺអត់ចាំបាច់ឯកសារអីច្រើនទេយើងឃើញតែពុលអញ្ចឹងមកយកមកចេញចូលអញ្ចឹងគាត់ថាឆ្លងតាមដែនគោកគាត់ដាក់ថាប្រទេសថៃគាត់ចាប់ផ្ដើមមើលឃើញប្រទេសថៃហ្នឹងឯងហើយឥឡូវគាត់សួរទៅក្រសួងមហាផ្ទៃសួរក្រសួងមហាផ្ទៃថាមកពីណាច្រើនម៉េះហេតុអីបានមកបានអ្នកគ្រប់គ្រងអន្តោប្រវេសន៍ខ្ញុំថារឿងនេះណាវាជាកំបិតចិត្តដងផងវាជារឿងមួយដែលរដ្ឋាភិបាលកម្ពុជាតាមរយៈលោកហ៊ុនសែនចង់យករួចខ្លួនដែរsorry ខ្ញុំនិយាយពីរឿងចង់យករួចខ្លួនហ្នឹងខ្ញុំសុំទោសខ្ញុំ